mùi văn nạ mùi sọc khạ mùi bờ lẹ mùi nâng bờ lẹ phiền nạ mùi vô tầng pram bậc cà này vật thần tô cái chỗ châm ra cả miền al karana lagi lukta chia vì khó xa mà nè ba sạo ba sika xây là quan xây là vật tây để thoát nơi khung sa yan hạ samayในថ្ងៃអត្ថម័យ8កើតខែវិសាខពុទ្ធសករាជ2553ត្រូវនៅថ្ងៃទី21ខែមេសាឆ្នាំ2010ក្នុងវេលាឱកាសនេះដែលកំពុងតែចាំត្រង់ត្រាប់ស្ដាប់នៅពុទ្ធទេសនាដែលយើងបានរួបរួមឬក៏បានជួបជុំនៅក្នុងថ្ងៃធម្មសវនកាលគឺកាលវេលាដែលយើងត្រូវស្ដាប់នៅពធទេសនាជារៀងរាល់ថ្ងៃសិលអញ្ចឹងក៏សូមមកចម្រើនលូតលាស់ដោយពុទ្ធដោយពរទាំង5ប្រការចូលកើតមានវ័យវឌ្ឍនាការដល់លោកយាយលោកតាបករណាគ្រប់ព្រះអង្គឲ្យបានសពកាលសពវេលាហើយទន្ទឹមនឹងនោះក្នុងវេលាឱកាសនេះខ្ញុំគណៈអាត្មាដែលមានភារៈភ្នាក់ងារក្នុងការសម្ដែងនៅពធទេសនាដើម្បីប្រគេននិងចែកជូនដល់លោកយាយលោកតាបករណាគ្រប់ព្រះអង្គក្នុងថ្ងៃឧបោសថនេះបើសិនជាពធទេសនាសម្ដែងមិនបានក្បោះក្បាយឬក៏មិនបានច្បាស់លាស់ទៅតាមអត្ថសេចក្តីបាលីឬក៏សេចក្តីអត្ថាធិប្បាយមិនបានអស់អត្ថសេចក្តីឬក៏មិនត្រូវទឹកចិត្តអធ្យាស្រ័យត្រង់ចំណុចឯណានីមួយក្តីឬក៏ការសម្ដែងទៅវិជ្រុលជ្រោះដោយសេចក្តីភ្លាំងផ្្លាត់ដោយអចេតនាត្រង់ចំណុចឯណានីមួយក្តីក៏សូមធ្វើការខន្តីអធ្យាស្រ័យនិងអភ័យទោសដល់ខ្ញុំគណៈអាត្មាដែលជាអ្នកសម្ដែងនៅប្រធមវិសេសទេសនាផងក៏សូមប្រគេននៅពរនិងជូននៅពរទាំង5ប្រការគ្រប់គ្នាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะมัทโธรัตนตยัสสะวันติมิខ្ញុំប្រការណាសូមក្រាបថ្វាយបង្គំចំពោះព្រះភគវន្តមនីជាអង្គម្ចាស់ដែលព្រះអង្គបានត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណដ៏ប្រសើរជាឯកជាអគ្គបុគ្គលជាលោកកវិទូរកបុគ្គលណាជ្រាបច្បាស់ស្មើដោយព្រះពុទ្ធជាម្ចាស់មិនមានឡើយក្នុងត្រៃលោកខ្ញុំប្រការណាសូមនមស្ការចំពោះព្រះសម្មាសម្ពុទ្ធជាបរមគ្រូទាំងឡាយអតីតក្តីអនាគតក្តីបច្ចុប្បន្នក្តីដោយសេចក្តីគោរពប្រការពីរសូមនមស្ការចំពោះពធដ៏ប្រសើរដែលព្រះសាស្តាពោលសម្ដែងទុកជាមាគ៌ាជាផ្លូវឬក៏ជាអាវាតសម្រាប់សពសត្វគោរពបដិបត្តិឆ្លងកាត់អំពីភ្លើងទុក្ខនិងភ្លើងកិលេសរួចចាកអំពីទុក្ខទោសទាំងពួងខ្ញុំប្រការណាសូមនមស្ការចំពោះពធជាព្រះបរិយត្តិធម៌ក្តីបនិព្វលោកតរធម៌ក្តីដោយសេចក្តីគោរពប្រការ3សូមនមស្ការចំពោះព្រះសង្ឃរតនៈដែលជាសង្ឃសាវកដ៏ប្រសើរដែលបានបំពេញនៅគមធម៌បានបំពេញនៅក្នុងសិក្ខាគឺសីលសិក្ខាសមាធិសិក្ខាបញ្ញាសិក្ខាដោយប្រពៃព្រះសង្ឃទាំងឡាយដែលអស់អាសវៈចូលកាន់អមតៈឋាននិព្វានក្តីព្រះសង្ឃទាំងឡាយដែលជាពុទ្ធជនកំពុងតែព្យាយាមបដិបត្តិដើម្បីលះកាត់នៅរាគាទីកិលេសទាំងពួងក្តីដែលប្រកបទៅដោយសីលសង្វរៈដ៏បរិបូរណ៍នោះខ្ញុំប្រការណាសូមនមស្ការដោយសេចក្តី
សរីសួស្តីជ័យមង្គលកើតមានឡើងដល់បករណាប្រគុណម្ចាស់ក៏ដូចជាលោកយាយលោកតាហើយនឹងដើម្បីការពារបញ្ជានៅភ័យយន្តរាយដែលនឹងកើតឡើងហើយឲ្យវិនិច្ឆ័យបាត់បង់ទៅភ័យយន្តរាយទាំងឡាយដែលមិនទាន់នឹងកើតមានទេក៏សូមកុំឲ្យកើតមានឬក៏បំរុងនឹងកើតមានក៏សូមឲ្យបរិវាសជាឆ្ងាយកុំឲ្យកើតមានឡើយនាំមកនៅសិរីសួស្តីជ័យមង្គលគ្រប់ប្រការប្រកេនបករណាលោកយាយលោកតាឲ្យបានសពកាលសពវេលាតតនន្តរੰធម្មੰទេសសាមិលំដាប់បន្ទាប់អំពីការនមស្ការដោយបទបាទសង្ខេបប៉ុណ្ណេះគឺនឹងលើកឡើងយកនៅពធមកសម្ដែងទៅតាមកាលនិងសម័យដែលយើងត្រូវប្ររពនៅក្នុងកិច្ចនៃឧបោសថសិលអញ្ចឹងជារៀងរាល់ពេលជារៀងរាល់កាលសម័យក្នុងពុទ្ធមណ្ឌលវិបស្សនាយើងទាំងមូលតែងតែស្ដាប់នៅពធជារៀងរាល់សិលហើយពធទេសនានេះទៀតសោតក៏មិនមែនយើងបង្កើតឡើងដោយទិដ្ឋិឬក៏ការយល់ដោយខ្លួនយើងគ្រប់គ្នាក៏អត់ទេការបង្កើតឡើងនេះគឺអាស្រ័យព្រះសាស្តាជាម្ចាស់ព្រះអង្គលោកបានគោរពបដិបត្តិដោយខ្លួនព្រះអង្គផ្ទាល់ផងហើយជាកិច្ចមួយលោកត្រាស់ជាឱវាទបន្សល់ទុកសម្រាប់ព្រះសង្ឃសាវកឬក៏ឧបាសកឧបាសិកាដែលត្រូវគោរពបដិបត្តិនៅក្នុងថ្ងៃឧបោសថសិលកុំឲ្យខានអញ្ចឹងបានមានក្នុងក្បួនច្បាប់ពុទ្ធដីកានៃលោកពោលសម្ដែងនៅក្នុងថ្ងៃឧបោសថដែលយើងជាអ្នករក្សានៅឧបោសថគប្បីបំពេញនៅឧបោសថកាលដែលវាមានអង្គ3ទី1គេហៅថាធម្មសវនកាលគឺកាលនៃការស្ដាប់ធម៌ថ្ងៃឧបោសថហ្នឹងគឺធ្វើម៉េចយើងជាអ្នកសមាទាននៅឧបោសថត្រូវលះកាត់ភាពពលិពោតភាពកង្វល់មកជួបជុំគ្នាស្ដាប់ធម៌ក្នុងថ្ងៃឧបោសថស្ដាប់ក្នុងទីវត្តក្តីទីមណ្ឌលក្តីឬក៏មិនបានមកជាប់នៅវត្តទេបាននៅផ្ទះជួបជាមួយលោកអាចារ្យលោកអ្នកកវីបណ្ឌិតសប្បុរសចេះពោលចេះនិយាយធម៌ទៅក៏ស្ដាប់ធម៌អញ្ចឹងទៅនឹងមួយទៅបើថាមានពេលឱកាសល្អប្រសើរទេចង់មកស្ដាប់ធម៌នៅពុទ្ធមណ្ឌលហ្នឹងក៏មកស្ដាប់មកហើយទី2គឺធម្មសវណៈធម្មសាកច្ឆាកាលថ្ងៃឧបោសថហ្នឹងគឺជាពេលមួយដែលជួបជុំដ៏ល្អព្រោះអ្នកសមាទាននៅឧបោសថសិលទាំងឡាយនៅពេលដែលឧបោសថសិលគឺគេតែងតែមកជួបជុំគ្នាក្រៅតែពីឧបោសថទៅបើអ្នកតាមផ្ទះវិញគឺមិនសូវងាយបានមកជុំគ្នាទេអល័យពលិពោតកូនចៅញាតិថៅសន្តានគ្រប់បែបយ៉ាងជាប់ធ្វើកិច្ចការចំនួនជួញដូររកស៊ីធ្វើឧស្សាហកម្មឬក៏ធ្វើស្រែចម្ការអីចឹងទៅវាអត់មានពេលឯណាមកអង្គុយតែស្ដាប់វល់ថ្ងៃវល់ល្ងាចឲ្យមកជួបគ្នាជជែកឯងវល់ថ្ងៃវល់ល្ងាចគ្មានទេអញ្ចឹងវាមានតែពេលថ្ងៃសិលហ្នឹងដែលមកជួបជុំគ្នាទៅគេសាកសួរពីសិលពីសមាធិពីបញ្ញាពីសេចក្តីបដិបត្តិក្នុងធម៌វិន័យរបស់ព្រះសាស្តាធ្វើយ៉ាងណាទៅបានសុខបានចម្រើនធ្វើយ៉ាងណាទៅបានសិលកើតមានសិលបរិសុទ្ធគេសាកសួរគ្នាគេហៅថាសកប្រមចារីអ្នកបដិបត្តិអ្នកកាន់សិលរួមគ្នាគេសាកសួរគ្នាដើម្បីឲ្យដឹងអ្នកដឹងតិចសួរអ្នកចេះច្រើនហើយអ្នកចេះច្រើននិយាយបញ្យល់ប្រាប់អ្នកចេះតិចឬក៏ប្រាប់អ្នកមិនដឹងសោះឲ្យយល់ឲ្យដឹងដើម្បីគោរពបដិបត្តិឲ្យត្រង់ត្រូវទាំងអស់គ្នាអញ្ចឹងបានត្រូវមានធម្មសាកច្ឆាសាកសួរបើមិនសាកសួរទេមិនដឹងថាផ្លូវទៅឯណាមកឯណីទៅជើងទៅត្បូងអត់ដឹងព្រោះយើងអត់ស្គាល់
ហើយរឿងបន់រឿងកសលនេះមិនមែនចេះតែប្រមូលកើបដូចប្រមូលស្រូវច្រកថងទេបើប្រមូលស្រូវប្រមូលអង្គច្រកថងច្រកបាវចេះតែប្រមូលញុកហើយចេះតែបានហើយបើនិយាយពីបន់និយាយពីកុសលនេះមិនមែនចេះប្រមូលញាត់បានតាមចិត្តទេបើមិនដឹងគឺអត់រកកន្លែងប្រមូលបានទេអាហ្នឹងអញ្ចឹងកុំថាឡើយដល់បន់កុសលសំបីតែត្រឹមតែយើងច្រកហ្នឹងបើយកអាថងដែលវាមិនមមវាធ្លុះវាធ្លាយកមកច្រកហ្នឹងក៏វាមិននៅដែរហើយបើសិនជាច្រកឲ្យវាមិនល្អទៅទៀតទុកវាមិនបានយូរទៀតវានឹងខូចទៅទៀតអាហ្នឹងត្រូវមើលទៅទៀតបានយើងទុកដាក់បានមិនចេះតែច្រកបានតាមចិត្តឯណាយ៉ាងណារឿងបុណ្យកុសលក្តីសិលទាំងឡាយក្តីមុននឹងបុគ្គលរសាឲ្យភ្ជាប់ភ្ជួនទៅជាសិលបានក៏វាទីពឹងទៅលើប្រាជ្ញាអញ្ចឹងបានប្រពុតជាម្ចាស់លោកថាសត្វទាំងឡាយបរិសុទ្ធទៅបានអាស្រ័យប្រាជ្ញាតែកាលណាមិនដឹងមិនយល់ថាសិលនឹងអាម៉េចផងទៅឲ្យសិលនឹងវាជាប់ភ្ជួនទៅវាអត់ទៅរួចទេអត់បានហើយបើភ្ជាប់នឹងក៏វាមិនបានយូរទេព្រោះយើងវាអត់ស្គាល់ផ្លូវថាធ្វើអាម៉េចវាខុសធ្វើអាម៉េចទៅវាត្រូវអត់ដឹងអញ្ចឹងមិនឲ្យមានការសាកសួរសន្ទនាសាកច្ឆាគ្នាសាកច្ឆាមួយកើតមង្គលសាកច្ឆាមួយកើតអបមង្គលសាកច្ឆាកើតមង្គលគឺគេសាកច្ឆាដើម្បីរកភាពរីកចម្រើនក្នុងធម៌វិន័យស្វែងរកការចេះដឹងអានឹងជាមង្គលបើសាកច្ឆាជាអបមង្គលអានឹងគេជុំគ្នាសម្រាប់សួរផ្ចាញ់ផ្ចាលគ្នាលើកទោសលើកកំហុសគ្នាដេញដោលយកចាញ់យកឈ្នះរវាងគ្នានឹងគ្នាអានឹងធម្មសាកច្ឆាអបមង្គលហើយមិនចម្រើនលូតលាស់ធម៌វិន័យទេអានឹងវាចម្រើនទៅដោយសេចក្តីវិនិច្ឆ័យវិនិច្ឆ័យបាត់បង់សាបសូន្យចាកគុណធម៌សេចក្តីថ្លៃថ្នូរបាត់បង់ធម៌វិន័យទៅវិញហើយទី3គឺភាវនាកាលគេថាកាលដែលយើងត្រូវចម្រើនភាវនាអើបើនិយាយពីលោកយាយលោកតាទាំងអស់ហ្នឹងមិនបាច់និយាយពីថ្ងៃសិលទេថ្ងៃណាក៏ត្រូវតែភាវនាដែរប៉ុន្តែព្រះលោកសម្ដែងអនុគ្រោះចំពោះនោះអបាសកអបាសិកាថ្នាក់ទៀតដែលគេហៅថាជាអ្នកមានកង្វល់ច្រើនព្រោះយើងវាមានប្រសង់ជាអ្នកឧត្តមភេទជាអ្នកលះបង់ខ្ពស់អត់មាននេះប្រពន្ធកូនទ្រព្យសម្បត្តិមាសប្រាក់ផ្ទះសម្បែងឯគ្មានទេកង់ម៉ូតូស៊ីក្លូឡានឯគ្មានទេកម្មសិទ្ធិអត់ទេមានតែបាតមានតែជីវរសង្ឃក្តីជាកម្មសិទ្ធិតលខ្លួនជាអ្នកលះបង់គ្មានភាពពលិពោតហើយបើមិនបានមកប្រសង់ទេបានត្រឹមសីលវ័នសីលវតីមានសិល10ចឹងទៅវាចុះអំពីប្រសង់នឹងតិចមកជួនកាលទៅគេហៅថាអធ្យាស្រ័យវាមិនទាន់លះកាត់បានវានៅជាប់ច្រើនការងារជាប់កូនជាប់ចៅអីចឹងទៅមិនអាចមកកោសក់សមាទានសិល10បានរសាត្រឹមឧបោសថសិលឧបោសថសិលឬក៏និច្ចសិលចឹងទៅវាមិនអាចមកគោរពបដិបត្តិដូចដែលលះបង់ខ្ពស់បានអញ្ចឹងព្រះពុទ្ធលោកអនុគ្រោះគ្រប់ចម្ពោះរបស់សត្វគ្រប់ចម្ពោះលះឲ្យលោកអនុគ្រោះទៅវថាកិច្ចការទាំងឡាយរវល់ក្នុងកិច្ចការជីវិតជាប្រចាំថ្ងៃហ្នឹងវាគោរពបដិបត្តិទៅវាជាប់មួយខែទល់មួយខែមួយថ្ងៃទល់មួយថ្ងៃវារវល់អញ្ចឹងថ្ងៃសិលទៅម៉េចត្រូវលះគ្រឿងកង្វល់ហ្នឹងបានចម្រើនភាវនាមួយថ្ងៃឧបោសថហ្នឹងបើមិនបានយប់ទេបានថ្ងៃបើមិនបានថ្ងៃទេបានយប់ចឹងទៅបណ្ណាភាកច្រើននោះរយាលពីការងារមិនតែយប់រាត្រីស្ងាត់ផងវាសំគួរនឹងការបដិបត្តិអញ្ចឹងរួចរាល់ទុកដាក់ការងារទៅក៏រៀបចំទុកដាក់ឲ្យបានស្រួលបួលទៅចូលសង្ងំក្នុងភាវនាទៅបើសម័យអនាតបណ្ឌកសិទ្ធិនាងវិសាខាយគេសិតតែចឹងរវល់អីក៏ដោយឲ្យតែថ្ងៃឧបោសថគេទៅវត្តទៅស្ដាប់ធម៌ទៅចម្រើនភាវនា
ហើយមកដល់សម័យកាលយើងនេះកិច្ចទាំងអស់ហ្នឹងក៏វាគេហៅថារយាលបាត់បង់សាបសូន្យដោយទីវត្តទីអារាមអត់អើពើនៅសិលកិច្ចត្រឹមសមាទានសិលកាន់យកសិលតែប៉ុណ្្នឹងថ្ងៃបោសតវត្តចឹងទៅជួនកាលមិនតឹងសមាទានសិលផងថ្ងៃបោសតហ្នឹងយកបាយមួយស្រាក់សម្លមួយចានទៅវត្តទៅរួចគ្នាទៅជួនកាលនៅសិលតែប៉ុណ្្នឹងជួនកាលទៅវាបាត់តែប៉ុណ្្នឹងទៅទៀតនៅទីវត្តទីអារាមខ្លះនោះដែលវាបាត់បង់អស់ទៅនៅសល់តែថ្ងៃបោសតនឹងលោកយាយលោកតានៅវត្តប្រមាណនឹងធ្វើប៉ុណ្ណឹងបរិស័ទគ្មានសូវនរណារវល់ទេយូរទៅវាបាត់កិច្ចអស់ហ្នឹងទៅជួនកាលនាំគ្នាខ្លាចសិលឲ្យតែថ្ងៃបោសតឡើងកាលណានាំគ្នាខ្លាចសិលទៅវិញលេងហ៊ានលេងរសាលេងកាន់សិលអស់ហើយវាបាត់បង់ទៅអញ្ចឹងបានក្នុងពុទ្ធមណ្ឌលយើងនេះយើងបានរក្សានៅប្រវេណីរបស់ព្រះហើយក៏រក្សានៅពុទ្ធឱវាទដែលព្រះអង្គលោកត្រាស់សម្ដែងទុកមកសម្រាប់យើងគ្រប់បដិបត្តិគ្រប់គ្នាគ្រប់ចម្ពោះនៃបរិស័ទដែលយើងមានព្រះអង្គគ្រូដែលលោកជាអ្នករៀបចំតាក់តែងត្បិតតាលោកអស់បច្ចុប្បន្នទៅក៏ពិតមែនប៉ុន្តែកិច្ចការទាំងអស់នេះគឺលោកបាននាំផ្លូវយើងហើយព្រះក៏បានបន្សល់ទុកសម្រាប់យើងដែរអញ្ចឹងហើយដែលយើងត្រូវគប្បីគោរពបដិបត្តិសេចក្តីធំបំផុតយើងគិតត្រឹមតែប៉ុណ្ណេះគិតត្រឹមថាមនុស្សទាំងអស់មិនថាអ្នកកាន់សិលក្តីមិនកាន់សិលក្តីអ្នកនៅវត្តក្តីអ្នកមិននៅវត្តក្តីទឹកចិត្តអធ្យាស្រ័យគ្រប់គ្នាគឺតែមួយគត់ក្នុងសន្តានចិត្តរបស់មនុស្សធ្វើអាម៉េចក៏ដោយការងារផ្សេងគ្នាអាម៉េចក៏ដោយធ្វើកិច្ចការក៏ដោយចង់បានតែមួយគត់គឺសេចក្តីសុខត្រឹមប៉ុណ្ណឹងអត់មានចង់បានអីទេខំប្រឹងធ្វើធម៌ក៏ចង់បានសុខខំប្រឹងកាន់សិលក៏ចង់បានសុខខំប្រឹងបួសក៏ចង់បានសុខណាខំប្រឹងធ្វើការចិញ្ចឹមជីវិតរាល់ថ្ងៃចិញ្ចឹមកូនចិញ្ចឹមប្តីចិញ្ចឹមប្រពន្ធម៉ែឪក៏ចង់បានសុខសុទ្ធតែចង់បានសុខនៅទឹកចិត្តរបស់សត្វកុំថាឡើយដល់មនុស្សមានធម្មសញ្ញាចង់បានសុខសម្បីតែសត្វហ្នឹងក៏វាចង់បានសុខសត្វមាន់សត្វទាគោក្របីជ្រូកទាំងឡាយវាសុទ្ធតែចង់បានសុខដូចតែគ្នាកុំថាឡើយតែមនុស្សវាសុទ្ធតែចង់បានសុខគ្មានសត្វណាចង់កើតទុក្ខទេប៉ុន្តែសុខហ្នឹងវាមិនបានដូចចិត្តចង់វាអត់បានដូចចិត្តចង់អាត្រង់ដែលមិនបានដូចចិត្តចង់ហ្នឹងហើយបានព្រះលោកថាឲ្យយើងត្រូវស្វែងរកសេចក្តីសុខយកមកឲ្យខ្លួនយើងជួនកាលថាមកបួសនោះឲ្យសុខជួនកាលមកបួសឲ្យអត់សុខទៅទៀតកើតទុក្ខខ្លាំងថាលះពីផ្ទះមកកាន់វត្តនេះមករសាសិលមកធ្វើធម៌ឲ្យសុខដល់តែមកវាអត់សុខកើតទុក្ខទៅទៀតនឹងអញ្ចឹងថាមកធ្វើសមាធិនេះឲ្យវាស្ងប់ចិត្តដល់តែធ្វើវាមិនស្ងប់ចិត្តវាអត់តែឆេវឆាវវាអត់តែប្រភ្លេចប្រភ្លោចទៅទៀតវានៅតែមិនសុខណាថាមករៀនឲ្យចេះដឹងរៀនវានៅតែមិនចេះនៅតែមិនដឹងនៅតែល្ងងនៅតែប្រទេសតែបដាតើមកពីមូលហេតុអីហើយសិតតែចង់បានសុខអាទាំងអស់តែគ្នាហ្នឹងប៉ុន្តែសុខអត់ឃើញហើយដល់តែរកសុខមិនឃើញតាំងតសេចក្តីសុខដតៃណាខាងក្រៅអំពីសេចក្តីសុខពុទ្ធសាសនាអាហ្នឹងវាចូលទៅបានស្រន់ហើយអរុក្ខរៈអ្នកតាខ្មោចព្រាយបិសាចបយមរាជបយមកាលអ្នកតាម្ចាស់ទឹកម្ចាស់ព្រៃប្រឹក្សាលតាភ្នំអីហ្នឹងអូចិត្តទៅអរុក្ខរៈទេវតាឯណាមកជួយឃុំក្រងឲ្យសុខឲ្យចម្រើនទៅអាហ្នឹងទៅណាមកពីយើងស្វែងរកសេចក្តីសុខខ្លួនយើងអត់បាន
ម្ល៉េះហើយយើងទៅស្វែងរកសេចក្តីសុខអំពីជនដទៃក្រៅអំពីសេចក្តីស្ងប់នៅក្នុងពុទ្ធសាសនាអត់បានទៅផ្លូវហ្នឹងហើយកើតទុកខ្លាំងពេកកើតទុកតប្រមាល់ពេកទៅលោកគ្រូសោយទឹកចេញដើម្បីវិជ្ជាចងាយទៅអានឹងដើម្បីចង់បានសុខចង់ឲ្យវាសំណុកចង់ឲ្យវាចម្រើនទៅលោកគ្រូទាយមើលតើថ្ងៃណាសុខថ្ងៃណាទុកថ្ងៃណារស់ស៊ីមានបានថ្ងៃណារស់ស៊ីមិនមានបានទៅហ្នឹងទៅហើយចេះទៅអញ្ចឹងណាដល់យើងរកសេចក្តីសុខពិតប្រាកដអត់បានតើរកលោកគ្រូដាក់ខ្សែឲ្យមួយខ្សែដាក់ចង្កេះឬក៏ទៅចាយន់ឲ្យដាក់កណ្ដាស់ដាក់លុយដាក់កណាត់ឬក៏ចាយន់ដាក់ខ្នងដាក់ដៃអញ្ចឹងទៅដើម្បីឲ្យវាប្រកែឲ្យវាខ្លាំងឲ្យវាសុខអាហ្នឹងចេះទៅហ្នឹងទៅស្វែងរកនៅសេចក្តីសុខទាំងអស់ហ្នឹងវិញហើយវត្ថាព្រះមិនតាន់ត្រាស់ដឹងទៅវាស្វែងរកសេចក្តីសុខហ្នឹងវាអត់តោះអីទេប៉ុន្តែធម៌ព្រះលោកត្រាស់ដឹងហ្នឹងនៅចងោធម៌វិន័យព្រះហ្នឹងសំដែងចង្អុលឲ្យចំប៉ុន្តែយើងវាអត់រកមកស្វែងរកសេចក្តីសុខហ្នឹងមកឲ្យខ្លួនយើងអត់រកឃើញម្ល៉េះហើយយូរទៅលះបង់នៅផ្លូវដំណើរដ៏ត្រង់ត្រូវរបស់ព្រះអស់ទៅអាហ្នឹងវាស្មើលះបង់ពេជ្រមកយកដុំដីហ្នឹងក្នុងយុគសម័យកាលដែលប្រសាស្តាលោកមិនតាន់ត្រាស់ដឹងឡើយសត្វលោកទាំងអស់អត់តាន់មានផ្លូវត្រង់ទេដែលត្រូវស្វែងរកសេចក្តីសុខបានគឺចេះតែស្វែងឲ្យអ្នកខ្លះទៅឯនេះទៅឯនោះទៅធ្វើម៉េចឲ្យតែខ្លួនបានសុខបានចម្រើនជួនកាលទៅបន់ខ្មោចព្រាយបិសាចទៅជួនកាលទៅសែនពលីកាបួងសួងដើម្បីសុំសុខសុំសួស្តីអំពីអរុក្ខរៈអ្នកតានឹងទៅសម័យកាលព្រះមិនទាន់ត្រាស់ដឹងវាវិលចឹងពេញទឹកពេញដីហើយមកដល់សម័យកាលព្រះយើងព្រះអង្គលោកបានត្រាស់ដឹងមកហើយលោកសម្ដែងផ្លូវដ៏ត្រង់ត្រូវសម្រាប់សេចក្តីសុខរបស់សត្វវាជាសេចក្តីសុខមួយដ៏ពិតប្រាកដគេហៅថាតាមបែបសច្ចភាពសេចក្តីសុខដែលវាគ្មានកើតឡើងអំពីការឆោបបោកការភូតភរការកុហកបោកប្រាស់គ្នាអត់ទេណាវាជាសេចក្តីសុខដ៏ពិតអញ្ចឹងបានលោកសម្ដែងថាសេចក្តីសុខណាដែលកើតឡើងអំពីសុខខ្លួនឯងហើយសុខដល់អ្នកដទៃសេចក្តីសុខនោះទៅឈ្មោះថាសេចក្តីសុខពិតបើសេចក្តីសុខមានតែខ្លួនម្នាក់ហើយអ្នកដទៃកើតទុកសម្រាប់យើងក៏មិនមានសេចក្តីសុខពិតដែរជួនកាលព្រោះអីជួនកាលសេចក្តីសុខម្នាក់ឯងប៉ុន្តែសុខព្រោះទៅបៀតបៀនគេវាមិនសុខទេវាអត់សុខអញ្ចឹងបាននៅក្នុងព្រះពុទ្ធសាសនានេះដែលលោករួបរวมនៅសេចក្តីសុខសម្រាប់សត្វកត្តាដ៏សំខាន់ផ្លូវដ៏ត្រង់ត្រូវលោកពោលត្រឹមតែសិលសមាធិបញ្ញាជាផ្លូវដ៏ឯកជាផ្លូវដ៏ត្រង់សម្រាប់សពសត្វដែលប្រាថ្នាសេចក្តីសុខសុខទាំងបច្ចុប្បន្នសុខរហូតដល់ប្រាក់លោកសុខរហូតដល់ព្រះនិព្វានសុខដល់ព្រះនិព្វានអញ្ចឹងពធទេសនាក្នុងវេលារសៀលនេះចង់បញ្ជាក់អំពីមាតិកាធម៌3ដែលអ្នកកាន់ពុទ្ធសាសនាក៏ដូចជាលោកយាយលោកតាបករណាគប្បីស្វែងយល់បើត្រង់នៅកតិកាធម៌3នឹងបានឈ្មោះថាសាងចក្រគ្រឹះនៅសេចក្តីសុខជាខាងដើមសម្រាប់ខ្លួនឯងបានហើយបើថាសាងមាតិកាធម៌3នឹងមិនបានទេសេចក្តីសុខពិតគឺអត់មានទេមាតិកាធម៌3គឺទី1បានដល់សទ្ធាមាតិកាទី2គឺបានដល់សរណគម
មេតិកាទី3គឺបានដល់សិលសទ្ធាសារណៈគុំសិលតែ3ប៉ុណ្ណេះព្រោះអីព្រោះយើងសត្វកម្មព្រះពុទ្ធសាសនាអញ្ចឹងយើងត្រូវស្វែងយល់អំពីសទ្ធាអំពីការជឿសទ្ធាយើងរៀនគ្រប់គ្នាមានន័យថាការជឿឬជំនឿការជឿនោះអញ្ចឹងអាជំនឿហ្នឹងព្រះពុទ្ធលោកសម្ដែងធំជាងគេនៅក្នុងពុទ្ធសាសនានៅក្នុងសម័យកាលលោកត្រាស់ដឹងហៅថាបឋមត្រាស់គេហៅថាការត្រាស់ដឹងដំបូងឡើយលោកមិនតាន់ទៅប្រោះសត្វឯណាទេលោកគង់សោយនៅវិមុតសុខ49ថ្ងៃសប្តាហ៍ទី1លោកអង្គុយសោយវិមុតសុខលើរតនៈបាលាំងក្រោមម្លឹបពោធិព្រឹក7ថ្ងៃសប្តាហ៍ទី1សប្តាហ៍ទី2លោកសោយវិមុតសុខឈរសម្លឹងនៅគល់ពោធិព្រឹករតនៈបាលាំង7ថ្ងៃនៅអនិមិសកចេតិយក្រោយពីឈរសម្លឹង7ថ្ងៃដោយមិនប្រព្រឹត្តភ្នែកអត់បាត់ភ្នែកឲ្យទាំងអស់សម្លឹងទៅគល់ពោធិព្រឹករតនៈបាលាំងកម្ពស់14ហត្ថហ្នឹងសម្លឹងដោយមិនប្រព្រឹត្តភ្នែកដោយសោយវិមុតសុខអាហារគឺមិនសោយទេក្រោយពីសម្លឹងអស់7ថ្ងៃជាសប្តាហ៍ទី2លោកដើរចង្ក្រង់ចន្លោះនៃអនិមិសកចេតិយរួមចន្លោះនៃគល់ពោធិព្រឹកចង្ក្រង់ដើរចុះចង្ក្រង់ឡើងសោយវិមុតសុខ7ថ្ងៃទៀតជាសប្តាហ៍ទី3ហើយដល់តែសប្តាហ៍ទី4លោកសោយវិមុតសុខនៅរតនគរៈផ្ទះកែវលោកពិចារណានៅធម៌ដែលព្រះអង្គលោកត្រាស់ដឹងសប្តាហ៍ទី4លោកពិចារណានៅធម៌ដែលលោកត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណហ្នឹងមានរយៈកាលប្រមាណថ្ងៃនេះតើព្រះអង្គគួរលើកធម៌ណាខ្លះមកសម្ដែងប្រសាទលោកពិចារណាទៅឃើញធម៌ច្រើនណាស់ដែលព្រះអង្គត្រាស់ដឹងគ្មានទីបំផុតទេប៉ុន្តែធម៌ដែលគប្បីលើកឡើងមកសម្ដែងប្រសាទមានត្រឹមតែ84000បឋមខណ្ឌប៉ុណ្ណោះហើយសប្តាហ៍ទី4នឹងឯងដែលនៅរាជាយតនៈរតនគរៈផ្ទះកែវហ្នឹងគឺលោកពិចារណាឆោពន្ធរាំងសីព្រះអង្គទាំង6ពណ៌គឺផ្សាយចេញអំពីកាយព្រះអង្គក្នុងពេលនោះអញ្ចឹងបានន័យថាឆោពន្ធរាំងសីព្រះអង្គមិនមែនបានមកពីកំណើតទេមិនមែនកើតមកមានឆោពន្ធ6ពណ៌ទេបានពេលត្រាស់ដឹងហើយមិនទាន់បានទៅទៀតរហូតដល់សប្តាហ៍ទី4បានឆោពន្ធរាំងសីទាំង6ពណ៌ហ្នឹងផ្សាយចេញអំពីកាយព្រះអង្គហើយបើតាមរឿងរ៉ាវគម្ពីរដីកាក្នុងបៃដកលោកបានបញ្ជាក់ថាពន្លឺឆោពន្ធរាំងសីរបស់ព្រះសាស្តាផ្សាយចេញពីរជ្ជកាយជាអចិន្ត្រៃយ៍ហ្នឹងគឺមានចម្ងាយមួយព្យាមចេញអំពីកាយមួយព្យាមវាស្មើនឹង4ហត្ថជុំវិញបងជាប្រកក្តីអាហ្នឹងមិនគិតព្រះអង្គសំដែងរិទ្ធទេគិតតែប្រកក្តីធម្មតាជាអចិន្ត្រៃយ៍នេះគឺមកព្យាមចេញអំពីកាយព្រះអង្គនឹងឆោពន្ធរាំងសីទាំង6ពណ៌ខៀវលឿងក្រហមសហង្សបាតពណ៌ផ្លេកនោះដល់តែលោកសោយវិមុតសុខទី4នៅត្រង់ហ្នឹងហើយលោកមកគង់សោយវិមុតសុខនៅក្រោមដើមអច្ចបាលក្រោតសប្តាហ៍ទី5 7ថ្ងៃទៀតពិចារណាសោយនៅវិមុតសុខហ្នឹងហើយក្នុងសម័យកាលហ្នឹងគឺនារីតិរាជហ្នឹងចូលតរតនាព្រះអង្គប្រណិពានទៅទៀតណាថាបបិទ្ធសមណគោតមព្រះអង្គបានត្រាស់ដឹងជាពុទ្ធហើយព្រះអង្គចូលនិព្វានទៅមិនបាច់នៅយូរទៅអីទេកុំប្របាកុំនៅយូរនៅយ៉ាប់អីបានព្រះលោកថាណែមនាមានចិត្តបាបអ្នក
មានចិត្តបាបចូលអ្នកចាំទុកនៅពាក្យរបស់តថាគតដល់រាបណាសាវកតថាគតមិនទាន់ជ្រោតជ្រាបនៅធម៌ដែលជាក្បួនច្បាប់របស់តថាគតដរាបណាទេហើយមិនទាន់ចេះសម្ដែងធម៌ដល់គ្នានឹងគ្នាដរាបណាទេមិនចេះដឹកនាំដល់គ្នានឹងគ្នាដរាបណាទេដរាបនោះតថាគតមិនទាន់ប្រណិពានទេមានឯងចូលចាំទឹកទៅមានលឺអញ្ចឹងក៏ថយចេញពីព្រះទៅព្រោះកាលត្រាស់ដឹងមុនត្រាស់ហ្នឹងមកផ្ចាញ់ម្ដងទៅហើយដល់តែផ្ចាញ់ទៅមិនឈ្នះមកយាងព្រះអង្គចូលនិព្វានម្ដងដល់លោកសោយវិមុតសុខនៅក្រោមដើមអច្ចបាល់7ថ្ងៃហើយលោកទៅសប្តាហ៍ទី6គង់សោយវិមុតសុខនៅស្រះមុជលិននៅមាត់ស្រះមុជលិននៅមាត់ស្រះហ្នឹងគឺមាននាគមួយឈ្មោះថាមុជលិននាគណាអាស្រ័យនៅក្នុងស្រះហ្នឹងនៅពេលហ្នឹងវាត្រូវក្តៅត្រូវអីទៅក៏មានចិត្តជ្រះថ្លាក៏វាមកពេលធ្វើបាំងប្រពេធ្វើជាដំបូលប្រក់ព្រះអង្គការពារកម្ដៅថ្ងៃការពារភ្លៀងក្នុងសម័យកាលនោះគឺមានភ្លៀងខ្លាំងមិនឲ្យព្រះអង្គត្រូវពន្លឺថ្ងៃត្រូវភ្លៀងគឺមានការគោរព7ថ្ងៃគឺនៅបាំងព្រះអង្គនៅហ្នឹងនៅពេលដែលព្រះអង្គលោកសោយវិមុតសុខ7ថ្ងៃនៅក្រោមដើមនៅលើនាគមុជលិននឹងហើយលោកនិមន្តទៅរាជាយតនៈសប្តាហ៍ទី7សោយវិមុតសុខនៅរាជាយតនៈនឹង7ថ្ងៃទៀតវាត្រូវ7ដងវា49ថ្ងៃ7សប្តាហ៍49ថ្ងៃសោយវិមុតសុខហើយដល់តែលោកសោយវិមុតសុខចប់កាលណានិយាយអំពីសហម្បតីព្រំនោះក៏បានចូលទៅអរតនីព្រះអង្គអរតនីព្រះអង្គឲ្យសម្ដែងធម៌ទេសនាទៅរាយរាប់ទៅសូត្រទៅស្វាធ្យាយទៅអរតនីព្រះអង្គដល់តែ3ដងមិនមែនម្ដងទេដល់3ដងម្ដងព្រះអង្គគង់ស្ងៀម2ដងគង់ស្ងៀមហើយការអរតនីនឹងលោកយាយបានស្វាធ្យាយអញ្ចឹងបានវាជាប់ទំនៀមទម្លាប់ឲ្យតែប្រសង់នឹងទេសនានឹងគេតែងតែមានធម៌បត់ព្រមអរតនីទេសនាហើយព្រោះបឋមត្រានឹងព្រមនឹងអ្នកអរតនីសម្ដែងពធមុនគេម្ល៉េះហើយបរាណាចារ្យក៏លោកមិនលះបង់នៅកិច្ចនោះក៏យកកិច្ចនឹងយកមកសូត្រអរតនីមុននឹងសម្ដែងពធទេសនាជួនកាលទៅក៏ចាប់ពីសហម្បតីព្រំអោនបង្គគុំអញ្ចឹងទៅជួនកាលទៅឲ្យបែបពុស្ដាទៅគ្រានោះសហម្បតីព្រំជាអីសូលោកាទៅចូលកលប្រសាស្ដាសេរោរៀបយ៉ាងណារៀបរាប់សត្វលោកងប់ងួយអហោហែណានេះគឺជាការបញ្ជាក់អំពីការដែលត្រូវចង់ឲ្យសម្ដែងពធនេះជាព្រះសទ្ធំជាស្គរជ័យសម្រាប់ទូកដាស់សត្វដែលងប់ងុយដោយអវិជ្ជានិងតណ្ហាឲ្យមានប្រាជ្ញាភ្លឺច្បាស់ឡើងដើម្បីស្វែងរកសេចក្តីសុខនេះហើយសម័យកាលយើងឥឡូវអត់ស្រួលទៀតកន្លែងខ្លះគេថាសូត្រធម៌ព្រមរតនីលោកទេសនាដាច់សិលណាកន្លែងខ្លះហ្នឹងស្រួលហ្នឹងលោកយាយយើងពុតដុលហ្នឹងក៏មានដែរតែលោកយាយកាន់សិល10កាន់សិល8សូត្រធម៌បត់លាក់លែងអរតនីលោកទេសនាដាច់សិលខ្ទេចអស់ហើយគ្មានសល់មួយទេអូត្រង់សិលឯងងាយម្លឹងទៅត្រង់សូត្រប៉ុណ្ណឹងដាច់ដូចថុយពេកទៅខ្លាចខ្លះអត់ហ៊ានអរតនីលោកទេសនាទៀតខ្លាចដាច់សិលបើថាអរតនីលោកទេសនាបរុញគ្នាជួនកាលទៅអ្នកព្រមរតនាមគ្នាអាចារ្យហ្នឹងហើយព្រមងារចាក់លោកាធិបតីសហម្បតីប្រើធ្វើមកទៅគ្រប់កិច្ចឲ្យទៅលោកទេសនាទៅចប់តាមពិតវាមិនមែនសិលហ្នឹងវាដាច់ត្រង់មកព្រមលោកហ្នឹងទេតែសិក្ខាបទយើងមើលវាមានត្រង់ណាដែលហាមថាមិនឲ្យព្រមហ្នឹងតែព្រមតែដាច់សិលវាគ្មានទេគេថាប៉ះពាល់ដល់ណាចគីរំជ្រៀងចលយាយនឹងមកព្រមនឹងមករំជ្រៀងពីអង្កល
គាត់មានតែជាងឯណាមានភ្លេងឯណាមានសកវាកាមរមឯណាអត់ទេសត្វតែធម៌ព្រះរសតហ្នឹងទេអញ្ចឹងបានថាតែយើងគប្បីយល់អញ្ចឹងវាគ្មានទាស់ខុសអីទេរឿងព្រំរឿងអីនោះព្រោះវាជាប់ប្រវេណីពីបរមបុរាណបើថាវាគ្មានក្នុងច្បាប់ធម៌ព្រំហ្នឹងទេអាហ្នឹងទើបយើងថាខុសហើយបើច្បាប់ហ្នឹងវាមានអញ្ចឹងមកយើងទៅថាខុសហ្មងវាអត់ខុសទេសំបីតែព្រះសម្មាសម្ពុទ្ធកាលព្រះអង្គលោកគង់ធរមាននៅលោកបង្រៀនមាននប់តែច្រៀងឆ្លើយឆ្លងជាមួយនឹងនាងនាគតែច្រៀងឆ្លើយឆ្លងមិនមែនច្រៀងបាត់ចម្រៀងអីទេច្រៀងជាបែបនៃធម៌សត្វអញ្ចឹងព្រះនឹងមិនដាច់សល់ទៅវាខុសអំពីអាចចម្រៀងស្នេហាអូនបងលាក់លែងកើតនៅតណ្ហាអញ្ចឹងការសូត្រណាដែលវានាំឲ្យកើតតណ្ហាទៅតាមបែបនៃសម្លេងដូរតន្ត្រីនោះអាហ្នឹងបានវាខុសវាសៅមកហើយចុះយើងបំពេញកិច្ចនេះវាមិនតែទាស់ខុសអីក្នុងការព្រមនេះហើយដល់តែព្រមអរតនីជាកម្រិត3ដងបានប្រពុតលោកមានពុទ្ធដីកាឡើងថាមនាលសហមបតីព្រំអ្នកចូលចាំស្ដាប់ចោះចូលបើកនៅសោតប្រាសាទឡើងសត្វលោកទាំងអស់ចូលបើកនៅសោតប្រាសាទចោះតថាគតនឹងសម្ដែងពធណាចាប់ផ្ដើមឡើងលោកចាប់សម្ដែងពីសទ្ធាមុនគេនៅសទ្ធានឹងជាដើមធម៌ព្រោះអីនៅពេលណាដែលសត្វលោកមិនមានសទ្ធាគឺសេចក្តីជឿដ៏ត្រង់ត្រូវទេសេចក្តីសុខក៏មិនកើតមានដែរអត់កើតមានទេសេចក្តីសុខតែជឿខុសវាកើតទុក្ខតែជឿមិនសំណំវាអត់បានសុខតែជឿមិនត្រូវវានាំទៅកើតទុក្ខដល់តែជឿចំទៅរួចចាក់ទុក្ខបានអញ្ចឹងជំនឿទាំងឡាយច្រើនណាស់ប៉ុន្តែជំនឿទាំងឡាយវាច្រើនក៏ច្រើនទៅហើយក៏ទៅតាមសទ្ធាទៅតាមអធ្យាស្រ័យរបស់សត្វទៅប៉ុន្តែត្រង់តែក្នុងទីនេះចង់សម្ដែងអំពីសទ្ធាមួយនៅក្នុងព្រះពុទ្ធសាសនាព្រោះយើងទាំងអស់គ្នានេះសិតតែពុទ្ធសាសនាហើយបើព្រំសាសនាបើហិណ្ឌូសាសនាបើកាតូលិកបើគ្រិស្តសាសនាអ៊ីស្លាមសាសនាគេមិនមកស្ដាប់ធម៌ទេគេមិនមកថ្វាយអង្គមព្រះទៅអីទេអញ្ចឹងយើងសិតតែពុទ្ធសាសនាអញ្ចឹងពុទ្ធសាសនាយើងគោរពកាន់តាមព្រះលោកសម្ដែងឲ្យជឿអីជឿកម្មផលកម្មសត្តាកម្មសទ្ធាកម្មកតាសទ្ធាវិបាកសទ្ធាតថាកតពោធិសទ្ធាជឿសទ្ធាទាំង4ហ្នឹងទៅឈ្មោះថាជឿត្រូវជឿថាកម្មជាកុសលនិងអកុសលមែនកម្មសទ្ធាហ្នឹងជឿអំពើអាក្រក់ល្អអាក្រក់វាមានពិតជាក់ស្ដែងហើយវិបាកសទ្ធាជឿថាផលកម្មដែលសត្វណាធ្វើនឹងត្រូវតែទទួលមានផលពិតប្រកបវិបាកប្រែថាផលដែលកើតឡើងមកធ្វើអាក្រក់វាឲ្យផលអាក្រក់ធ្វើល្អវាឲ្យផលល្អហើយដល់កម្មសកតាសទ្ធាជឿថាកម្មបុគ្គលណាធ្វើសត្វណាធ្វើគឺសត្វហ្នឹងទទួលអញ្ចឹងជឿអញ្ចឹងបើម៉ែធ្វើម៉ែទទួលបើកូនធ្វើកូនទទួលជឿអញ្ចឹងបានយើងឃើញជាក់ស្ដែងអ្នកខ្លះមកតកូលជួនកាលអ្នកខ្លះកើតមកល្អហើយស្រាប់តែមានមួយនោះអត់ល្អខុសគេស្រាប់តែកើតមកខ្វាន់ខ្វងស្អាគេប្រមាណល្អទាំងអស់ហើយចាំមិនក៏មិនកើតមកល្អទាំងអស់មកថាវាអត់កម្មវាចាត់ចែងអញ្ចឹងកម្មកូនណាធ្វើកូននឹងទទួលណាចឹងបានប្រមាណអាទិត្យមុនទៅខាងស្រុកសាងទៅបាត់វគ្គតដងលោកយាយអស់នោះបានវាជាក់ស្ដែងឃើញគេមកតកូលនោះវាល្អទាំងអស់ហើយដល់តែយើងម្នាក់ឯងមួយហើយជាស្ត្រីទៅទៀតអាយុ20ឆ្នាំជាងហើយកើតមកមិនមែនកំបត់ដៃជើងពីបច្ចុប្បន្ននេះកើតមកអត់មានដៃមួយជាហៀងអត់មានជើងមួយជាហៀងមានតែដៃមួយជាហៀងជើងមួយជាហៀងនេះវាអស្ចារ្យចឹង
ហើយចាំមិនក៏មកជើងដៃវាដូចមានដូចគេទៅថាវាអត់អញ្ចឹងបានតែកម្មអ្នកណាធ្វើតែនឹងវាទទួលអញ្ចឹងអត់មានម៉ែនឹងមកទទួលជំនួសឪនឹងទទួលជំនួសក្បត់ដៃក្បត់ជើងជំនួសកូនបានអត់ទេប៉ុន្តែហេតុអីបានមកកើតជាមួយម៉ែឪនឹងអានឹងថាមកពីជាតិមុននឹងវាត្រេកអរជាមួយអំពើបាបកូននឹងធ្វើពីមុនបានកូននឹងមកកើតជាមួយថែទាំកូននឹងទៅជួនកាលប្រកបដោយកន្លងខជួនកាលបន្ទុះគ្នាអញ្ចឹងទៅនឹងកម្មសកតាសទ្ធាតថាគតពោធិសទ្ធាជឿការត្រាស់ដឹងរបស់ព្រះពុទ្ធជឿថាព្រះពុទ្ធនឹងលោកត្រាស់ដឹងសច្ចធម៌ពុទ្ធធម៌មែនលោកមិនចេះភូតពោកុហកមិនចេះនិយាយលេងតថាមិនគឺអញ្ចឹងហើយសទ្ធានឹងមកជឿព្រះពុទ្ធជឿនៅក្នុងការត្រាស់ដឹងសច្ចធម៌នឹងមួយទៅជឿទៅលើកម្មផលនឹងមួយទៅព្រោះព្រះពុទ្ធលោកសំដែងឲ្យជឿកម្មផលហើយតែមិនជឿកម្មផលទេហើយមិនជឿស្តុកមិនជឿទុកលើខ្លួនយើងទេយើងទៅជឿអរុគអរិយអ្នកតាខ្សែយន់កថាបាយសីស្លាធរទាំងឡាយហ្នឹងថាឲ្យសុកឲ្យទុកយើងទៅសូត្រឲ្យសុកឲ្យទុកយើងអាហ្នឹងឈ្មោះថាយើងអត់ជឿកម្មផលទេអត់ជឿកម្មផលព្រោះអីព្រោះព្រះពុទ្ធលោកឲ្យយើងជឿកម្មផលហើយដល់យើងអត់ជឿកម្មផលអត់ខំប្រឹងធ្វើសេចក្តីល្អខ្លួនយើងហើយដល់តែអត់ជឿកម្មផលនេះសារណគមវាអត់មានហើយដល់សារណគមអត់មានអានេះសុចរិតនេះដែលវាកើតឡើងដោយកាយសច្ចរិតវិជ័យសច្ចរិតមโนសច្ចរិតដែលកើតឡើងទៅជាសិលក៏វាអត់មានដែរព្រោះអីបានវាអត់មានព្រោះដោយយោងទៅលើជំនឿខុសថាសក់ទុកវាមិនមែនកើតពីខ្លួនឯងកើតពីគេឲ្យអរុគអរិយអ្នកតាឲ្យបានមកពីអរុគអរិយអ្នកតាឲ្យលោកគ្រូនេះឲ្យខ្សែកថានោះឲ្យខ្សែអំបោះនោះឲ្យលោកគ្រូនោះស្រោចទឹកបានសក់លោកគ្រូនោះមិនស្រោចទឹកទេអត់សក់ទេអញ្ចឹងជឿថាទឹកហ្នឹងវាឲ្យសក់មែនទឹកហ្នឹងមកធុងហ្នឹងឲ្យទឹកត្រឹមមកត្រជាក់កាយខាងក្រៅមកផ្លែតប៉ុណ្ណឹងប៉ុន្តែត្រជាក់កាយហ្នឹងវាមិនស្មើនឹងអាត្រជាក់ចិត្តទេបើក្តៅក្រហល់ក្រហាយស្រោចឲ្យរីងមកសមុទ្រហ្នឹងក៏វាមិនចេះត្រជាក់ដែរបើចិត្តយើងវាមិនត្រជាក់នោះហើយបើចង់ឲ្យជ្រះចងាយយើងនៅតែធ្វើបាបទៅចង់កថាប្រមាណទៀតក៏វាមិនរួចខ្លួនដែរក៏រួចខ្លួនទេបើយើងនៅតែធ្វើបាបទៅឲ្យគ្រូណាឲ្យជួយបកកែក៏វាគ្មានដែរដល់តែយើងអត់យល់យើងតែជឿលើជំនឿដតីអាហ្នឹងតែបួងសួងបន់សន្វកវាដាច់ចាអំពីពុទ្ធសាសនិកបាត់ដាច់ចាហ្មងលោកយាយណាទៅជឿខ្មោចទៅជឿអរុគអរិយអ្នកតាឲ្យសុខឲ្យទុកអត់ជឿកម្មផលឈ្មោះថាដាច់ចាសារណគមសៅម៉ងសិលឈ្មោះថាដាច់ចេញអំពីពុទ្ធសាសនិកហើយមិនក៏និយាយដូចជាធំធ្ងន់ម៉េះថាដាច់ចេញពីពុទ្ធសាសនិកនឹងធ្ងន់ណាចាំអាត្មាប្រគេនឹងជូនពុទ្ធសាសនាមានវត្ថុសម្រាប់គោរពបូជាប្រមាណដល់អស់ពីព្រះទៅពុទ្ធរូបពុទ្ធបដិមាជាវត្ថុស្នងព្រះអង្គមួយដើមពោធិព្រឹក្សកន្លែងព្រះអង្គត្រាស់ដឹងមួយព្រះសទ្ធោបចេតដីមួយព្រះសរីរកធាតុមួយបឋមខណ្ឌទាំង 84000 បឋមខណ្ឌមួយជាវត្ថុសម្រាប់គោរពបូជាតំណាងអត់ពីព្រះទៅចុះបើយើងពុទ្ធសាសនិកយើងតែថ្វាយបង្គំអរុគអរិយអ្នកតាសុំសក់សុំទុកអំពីខ្មោចពេកបិសាចយើងទៅថ្វាយបង្គំបាយសីស្លាធម៌សួរថានឹងជាវត្ថុជាទីពឹងទីរលឹកនៃពុទ្ធសាសនាទេមិនមែនផងហ្នឹងតើស្អីទៅវិញទៅថានឹងគឺជាលទ្ធិរបស់ព្រាហ្មណ៍លទ្ធិរបស់ព្រហ្មញ្ញគេហៅថាវេទរបស់ព្រហ្មញ្ញណាព្រោះព្រហ្មញ្ញគេមានវេទ3ចាំអាត្មាបញ្ជូនឲ្យដឹងទី1គេហៅថា
សាមវេទទី2ឧរវេទទី3អដ្ឋវេទឬក៏ហៅថាជ័យវេទវេទរបស់ព្រហ្មញ្ញយើងហៅថាគម្ពីរត្រៃវេទជាវេទរបស់ព្រហ្មញ្ញព្រហ្មញ្ញហ្នឹងគឺគេថាឧរវេទវេទទី1គឺជាវិធីការដែលគេរៀបចំឡើងឧបមាថាមុននឹងគេធ្វើអីគឺគេទុះទាយមើលគេហៅថាខាងហោរាទុះទាយគុណគូមើលថ្ងៃនេះលើកផ្ទះល្អថ្ងៃនេះលើកមិនល្អលើកផ្ទះដាក់ត្រង់នេះល្អលើកត្រង់នោះមិនល្អលើកថ្ងៃសុក្របានល្អថ្ងៃសៅរ៍អត់ល្អទេលើកថ្ងៃអាទិត្យបានល្អថ្ងៃក្រៅពីមិនអាទិត្យនឹងវាអត់ល្អសូត្រមន្តដោះគ្រោះថ្ងៃច័ន្ទបានឡើងរាសីដើមទ្របរាសីឡើងសូត្រថ្ងៃនេះបានឡើងនឹងសត្វតែសាមវេទគេថារាយមុនណារាយមុននៃការសូត្រណាសាមវេទតាមថ្ងៃតាមអ្នកខត្តរិករបស់គេដេញពលាដេញកាលមើលអាហ្នឹងហៅថាសាមវេទដល់តាឧរវេទហ្នឹងពួកខាងបន់ស្រន់ហ្មងរៀបរណ្ដាប់គ្រឿងសក្ការៈបាយសីស្លាធម៌ស្រោចទឹកណាជារណ្ដាប់ឧរវេទចឹងបាននៅក្នុងកម្មវិធីគេរៀបមង្គលការឬក៏កម្មវិធីបន់ផ្សេងបើមង្គលការហ្នឹងភាគច្រើន100ហ្នឹង99ហើយរឿងលទ្ធិព្រហ្មញ្ញហ្នឹងវាចូលចង់ពេញកម្មវិធីបន់គឺក្នុងការសូត្រមន្តចម្រើនបរិត្តនេះមួយនៅក្នុងកម្មវិធីបន់បច្ច័យ4ឬក៏បន់អីផ្សេងទៀតដែលជួបហ្នឹងគឺរៀបចំក្រុងពលីមានហើយក្បាលជ្រូកមន់ស្ងោចេកអំពៅស្ករអង្គប្រហុកប៊ីចេងអំបិលគ្រប់សពបែបយ៉ាងមិនទាំងខោអាវសាវស្បែកដាក់ហើយអញ្ជើញអស់ហើយខ្មោចព្រាយបិសាចអរុការៈអ្នកតាណាយកមកបញ្ចូលគេថាវិធីរៀងមុនរបស់គេមុនហ្នឹងបំពេញវិធីការណាអានោះឧរវេទដល់វេទទី3គេហៅថាអត្តវេទខាងពួកវេទមន្តដាក់ខ្សែកថាបកែចាយន់បកែសាក់បកែកាប់មិនមុតដុតមិនឆេះបលាក់ផេះអត់ស្អុយទៀតណាខាងបាញ់មិនចេញកាប់មិនមុតដុតមិនឆេះវេទមន្តទាំងអស់ហ្នឹងគឺស្ថិតនៅក្នុងវេទទី3របស់ព្រហ្មញ្ញសាសនាឃើញទេហើយចាំបើយើងនេះកាន់ពុទ្ធសាសនាជឿកម្មផលហើយយើងទៅជឿអញ្ចឹងមកហើយថាពុទ្ធសាសនាដែរមិនធေါ်ព្រះអាហ្នឹងវាស្មើបន្លំព្រះបោកព្រះទំថ្វាយអង្គមព្រះហើយណាត់តែមេសារណងអញ្ញវត្ថុដតីយទីពឹងទីរលឹកនៃខ្ញុំបករណាមិនមានឡើយពុទ្ធោធម្មោសង្ឃោមានតែពុទ្ធពធប្រសង្ឃនឹងហើយជាទីពឹងរបស់ខ្ញុំកណាចេញពីព្រះតនថ្វាយអង្គមចប់ផងមកសែនយើងក្រុងពលីដោះគោចេញក៏តែមិនយើងពុទ្ធសាសនិកបើយើងជឿក៏ជឿទៅធម្មកថានេះមិនហាមខត់ទេបើចង់បានសក់ពីកន្លែងហ្នឹងនោះវាគ្រាន់តែថាបើជឿខាងហ្នឹងយើងនេះជាពុទ្ធសាសនិកនេះត្រូវគិតផងបើថាយើងឲ្យចំតែហ្មងទៅកំប្រើធေါ်ក្តាមប្រពុតក៏ត្រូវព្រាមក៏ត្រូវព្រំក៏ត្រូវចាំមកសម័យឥឡូវក៏មានធေါ်ព្រះមានធေါ်ព្រំមានធေါ်ព្រើលមានធေါ်ប្រែតណាបើធေါ်ព្រះមិនសូវអីទេតែចេញពីព្រះមកចូលព្រំពលីការបួងសួងបន់ស្រន់ស្រោចទឹកគ្រប់បែបយ៉ាងប្រសិទ្ធិគ្រប់បែបយ៉ាងវាអាហ្នឹងវាស្ថិតក្នុងធေါ်ព្រំហើយដល់ប្រព្រឹត្តយូរប្រសេកប្រសាចអត់មានសិលក្នុងខ្លួនចូលធေါ်ប្រែតហើយតែប៉ាតណាប៉ាតណីតែដើមកគេគ្នាស៊ីធ្វើមិនឲ្យតែមានបាមបូមលៀបសការៈទៅភូតក៏ដោយខក៏ដោយអាហ្នឹងវាចូលធေါ်ប្រែតហើយដល់ធေါ်ព្រើលតាមគ្នាជឿតាមគ្នាអត់ប្រាជ្ញាអាហ្នឹងហៅថាធေါ်ព្រើលតាមគ្នានោះច
គេតែពីជឿគ្មានដឹងខុសគ្មានដឹងត្រូវហ្នឹងហៅថាធម៌ព្រើនឹងអញ្ចឹងហើយបើយើងជឿក៏ជឿទៅមិនធម្មកថានេះទេសនានេះហាមឃាត់ទេគ្រាន់តែបញ្ជាក់ឲ្យដឹងតែយើងជាអ្នកចង់បានសុខសម័យព្រះនោះមិនមែនបកកែទឹមយើងប៉ុណ្ណឹងទេអស់លោកអាអ្នកយើងធ្វើជាកូនព្រះនេះវាអស្ចារ្យណាស់វាស្មើនឹងទេវបុត្រទេវធីតាទៅហើយប៉ុន្តែយើងវាបដិបត្តិត្រូវវាទៅធေါ်ព្រំធေါ်ប្រែធေါ်ព្រើលសម័យព្រះខាងពួកអន្តរថ័យពួកព្រហ្មញ្ញសាសនាពួកព្រាហ្មណ៍ហ្នឹងគេថាគេកូនរបស់ព្រហ្មពួកព្រាហ្មណ៍ណាគេថាវណ្ណៈគេវណ្ណៈខ្ពស់ជាកូនចៅរបស់ព្រហ្មហើយពួកគេនឹងប្រកែណាបើនិយាយពីត្រៃវេទរបស់គេសិក្សាគឺប្រកែរបស់គេមែនដូចយើងវាជឿមែនជួនកាលស្រោចទៅនិយាយមកជឿមិនបដាក់មកផ្ដាល់ទៅជាស្រឡះបដាក់កថាមកខ្សែមកសក់ចម្រើនអីថាវាសក់មែនហើយជួនកាលពេលខ្លះទៅកម្មវាឲ្យផលទៅវាសក់វាអត់តាមតាំងវាសក់វាអត់ទៀងទាត់សម័យព្រះនោះល្បីជាងគេនៅក្នុងលទ្ធិរបស់ព្រាហ្មណ៍មានអាចារ្យមួយឈ្មោះថាវង្គិសព្រាហ្មណ៍ឬក៏ហៅថាអាចារ្យពាវរីអាចារ្យនឹងខ្លាំងណាស់ខាងប្រសិទ្ធិខាងទុតិយបកែហ្មងលេខ1ហ្មងក៏ក្រើកក្នុងចម្ពូទ្វីបមិនក៏ក្រើកធម្មតាទេសម័យហ្នឹងក៏ក្រើកហ្មងក៏ក្រើករហូតដល់ពេលនោះគេបាក់ឈូឆោទៅនាំគ្រឿងសក្ការៈទៅបូជាទៅជ្រះថ្លាជាមួយគាត់នឹងច្រើនហើយដល់តែច្រើនអញ្ចឹងទៅសិស្សគុណនោះក៏លើកដំកើងមានសិស្សគុណច្រើនទៅហើយសិស្សគុណហ្នឹងក៏លើកដំកើងគ្រូហ្នឹងទៅជួនកាលទៅគ្រូហ្នឹងថាប៉ុណ្ណេះទេប៉ុន្តែកូនសិស្សនោះថាដល់ប៉ុណ្ណោះទៅជួយលើកគ្នាទៅជាតែព្រើលតគ្នាទៅជឿឲ្យហូហែតគ្នានេះធေါ်ព្រើលទៅអញ្ចឹងទៅជួយលើកគ្រូហ្នឹងណាដល់អញ្ចឹងទៅគេនាំគ្នាគោរពបូជាមានហើយគ្រឿងសក្ការៈមាសប្រាក់ទៅហើយអាចារ្យហ្នឹងចេះខ្លាំងមួយទៀតគឺចេះទាយចំណាប់មកទាយដឹងសពដឹងគ្រប់ដឹងថាមនុស្សស្លាប់ទៅកោតទីណាកន្លែងណាដឹងទាំងអស់ដឹងគ្រាន់តែយកក្បាលខ្មោចអ្នកស្លាប់នឹងយកតែមកគូសមកដាក់តែ3ភូសដឹងតែកោតឯណានេះរលាខ្មោចយើងនឹងងាប់ប្រមាណឆ្នាំក៏ដោយនេះបកកែដល់ប៉ុណ្ណាប្រមាណឆ្នាំក៏ដោយឲ្យតែយកមកឲ្យគាត់មកទុះទាយដឹងទាំងអស់នេះបកកែដល់ថ្នាក់ហ្នឹងដល់អញ្ចឹងទៅអ្នកស្រុកទាំងឡាយគេឈូឆោខ្លះទៅគេតេះដៀលពុទ្ធសាសនាគេតេះដៀលព្រះសមណគោតមដែលយើងថាពុទ្ធសមណគោតមគ្មានកោតអីទេពុទ្ធសមណគោតមគ្មានបកកែដូចអាចារ្យវង្គិសព្រាហ្មណ៍យើងទេបកកែណាលោកអាចារ្យយើងហើយអ្នកកាន់ពុទ្ធសាសនាជឿសុបលើព្រះជឿសុបដល់អញ្ចឹងជឿជាក់ណាស់អ្នកណានិយាយថាវង្គិសព្រាហ្មណ៍បកកាយយ៉ាងណាក៏នៅមិនជឿថាវាមិនអស្ចារ្យដល់ព្រះដល់អញ្ចឹងកើតពាក្យជំនុំជម្រះគ្នាខាងមកក្រុមពួកវង្គិសព្រាហ្មណ៍ហ្នឹងគេថាព្រះអន់ខាងព្រះគេថាពួកវង្គិសព្រាហ្មណ៍ហ្នឹងមិនស្មើដល់ព្រះពុទ្ធទេកើតជំនុំជម្រះគ្នាក៏តាំងឡើងកើតទៅជារឿងធំហ្មងផ្អើលក៏ក្រៅចម្ពោះទ្វីបដល់អញ្ចឹងវង្គិសព្រាហ្មណ៍គេចង់ប្រកាសអំពីអធិពលរបស់គេសុំជួបព្រះដើម្បីធ្វើការលបងវេទគ្នាធម្មតាពួកព្រាហ្មណ៍សាសនាគឺគេតែងលបងវេទហើយពុទ្ធសាសនាលោកអត់មានលបងអីទេដល់អញ្ចឹងក៏ទៅជួបព្រះពុទ្ធជាម្ចាស់នៅវត្តចេតពុនក្រុងសាវត្ថីនិយាយពីបរិស័ទក្នុងសម័យកាលហ្នឹងលោកយាយលោកតាឲ្យថាវាកក់កុញណែនណាន់តាន់តាប់ចង់ដឹងហ៎ចង់ដឹងថាតើព្រះពុទ្ធអស្ចារ្យឬក៏វង្គិសព្រាហ្មណ៍អស្ចារ្យតែចង់ដឹងការចរចាការដោះប្រស្រាការដោះស្រាយអំពីបញ្ហាវេទទាំងគ្នាព្រះពុទ្ធលោកដឹងស្រេចដឹងថាវង្គិសព្រាហ្មណ៍ទៅហើយលោកប្រើព្រះមហាអនន្តឲ្យទៅយករលាក្បាលខ្មោច4មកណាយករលាក្បាលខ្មោច4មកយកទុកនឹងរៀបជាស្រេច
លលាក្បាល3គឺលលាបឋិជនលលា1គឺលលាព្រះអរហន្តយកមកទុកជាស្រេចព្រោះដឹងថាវង្គិសព្រាហ្មណ៍នឹងបកកែណាអារឿងវេទរឿងទុកទាយរឿងដឹងគឺបកកែនៅពេលហ្នឹងនិយាយអំពីការជួបជុំគ្នាឲ្យដល់តែជួបជុំគ្នាកាលណាវង្គិសព្រាហ្មណ៍ក៏តាំងឡើងសួរព្រះហ្មងថានេះសមណៈគោតមឮតែសមណៈគោតមល្បីណាស់ពូកែខាងទេសនាបកែខាងដឹកនាំសត្វឥឡូវនេះយើងចង់លបងវេទនិងសមណៈគោតមប្រពុតថាមានអីវង្គិសព្រាហ្មណ៍ឥឡូវតថាគតបានរៀបចំហើយអញ្ចឹងអ្នកចូលដោះនៅវេទតថាគតណាអានន្តយកលាខ្មោចមកឲ្យវង្គិសព្រាហ្មណ៍គោះពិនិត្យទស្សទាយមើលនៅគេគោះពោកឡើងកាលណាអូខ្មោចនេះស្លាប់ទៅនរកបាត់ហើយព្រះលោកថាសាធុប្របីណាស់ប្រកាសមែនហើយវង្គិសព្រាហ្មណ៍អានន្តមួយទៀតគោះប៉ឹកអូមកកើតជាមនុស្សវិញហ៎មួយទៀតអានន្តអូតកើតឋានសួគ៌បាត់ហ៎លលាទី4គោះប៉ឹកស្ងាត់ឈឹងគោះយ៉ាងណាក៏មិនដឹងទៅកើតកន្លែងណាគោះទីណាក៏មិនដឹងទៅកើតកន្លែងណានិយាយពីបរិស័ទរបស់វង្គិសព្រាហ្មណ៍ពេលណាវង្គិសព្រាហ្មណ៍នោះគោះទី1នាំគ្នាហូរទៅអស្ចារ្យណាស់លោកម្ចាស់យើងគោះទី2អស្ចារ្យទី3អស្ចារ្យដល់ទី4មើលមុខគ្នាមកមើលមុខគ្នាតោះថាគោះទៅស្ងាត់ឈឹងគោះទៅស្ងាត់ឈឹងអត់លឺមាត់អីថាអាឃើញក៏មិនឃើញអាស្អីក៏មិនស្អីដល់អញ្ចឹងប្រពុតសួរថាណែវង្គិសព្រាហ្មណ៍ល្មិចទៅហើយដឹងសពគ្រប់ហើយនៅថាព្រះអង្គដូចជាមិនដឹងសោះរលាមួយនេះព្រះអង្គបានព្រះលោកថាមនាលវង្គិសព្រាហ្មណ៍តថាគតដឹងណែគ្រាន់តែឮថាតថាគតដឹងប៉ុណ្ណឹងសំរៀនមុនពីព្រះហ្មងសំរៀនហ្នឹងមិនរៀនឲ្យជ្រះថ្លាទេរៀនឲ្យចេះហើយមកផ្ចាញ់ព្រះវិញឲ្យវាប្រកែជាងព្រះនេះមិនបំណងថាខ្លួនឯងមិនដល់ព្រះហើយហ្នឹងមកសំរៀនពីព្រះហ្នឹងដើម្បីឲ្យវាអស្ចារ្យទៅតាមព្រះហ្នឹងអត់ទេដើម្បីចង់ផ្ចាញ់ព្រះនេះកំណត់អញ្ចឹងណានៅពេលហ្នឹងតថាគតជាបរមគ្រូជាម្ចាស់នៃយើងលោកថាមានអីវង្គិសព្រាហ្មណ៍តថាគតបរៀនបានបណ្ណមន្តតថាគតនេះអ្នកណាដែលរៀនត្រូវតែបួសជាមុនសិនបានតថាគតបរៀនបានដល់អញ្ចឹងនិយាយអំពីបរិស័ទរបស់វង្គិសព្រាហ្មណ៍មើលមុខគ្នាហ្មងអីលោកម្ចាស់ឥឡូវលោកម្ចាស់គិតតែម៉េចឥឡូវតើឥឡូវអ្នកទាំងអស់គ្នាទៅវិញសិនណាចាំខ្ញុំរៀនវេទអំពីសមណៈគោតមចេះហើយយើងនឹងផ្ចាញ់សមណៈគោតមឲ្យខ្មាស់គេម្ដងទៀតឥឡូវអ្នកឯងទៅសិនយើងសុខចិត្តបួសជាមួយសមណៈគោតមសិនបានទៅបួសក្នុងសាសនារបស់ព្រះអង្គលោកបំពុះឲ្យទៅជាភិក្ខុបួសឡើងកាលណាលោកឲ្យចម្រើនសមាធិថាណែវង្គិសព្រាហ្មណ៍វង្គិភិក្ខុអ្នកឯងចូលពិចារណានៅកម្មដ្ឋានណាដល់ពិចារណាការៈ32ឲ្យពិចារណាជាអនុឡមបដិឡមរៀនវេទតែប៉ុណ្ណឹងបានហើយនឹងវេទព្រះរៀនតែប៉ុណ្ណឹងបានណាមិនបាច់រៀនអីច្រើនទេអ្នកឯងនឹងបានដល់ទីបំផុតនៃវេទអ្នកឯងត្រូវការហើយនោះគេហៅថាដល់អំណាចឆន្ទៈចាំមកជំនឿនឹងខ្លាំងណាជឿចង់ចេះចង់ដឹងខំហើយយកចិត្តទុកដាក់ដូចយើងអញ្ចឹងបើថាជឿជួនកាលគ្រូនឹងមិនបកកែទេប៉ុន្តែបកកែត្រង់យើងជឿហ្នឹងតែហ្មងគ្រូនឹងគ្មានតែចេះស្អីទេប៉ុន្តែយើងនឹងវាបកកែត្រង់ថាយើងវាជឿខ្លួនយើងវាដាក់ចិត្តទៅវាបកកែចាំមកជំនឿនឹងវាខ្លាំងវាជឿខុសក៏វាខ្លាំងត្រូវក៏វាខ្លាំងអញ្ចឹងណាហើយដល់អញ្ចឹងទៅក្នុងពេលនោះវង្គិសព្រាហ្មណ៍ចង់ចេះមុននឹងឆន្ទៈវាជាប់ចម្ពាក់វាពេញចិត្តខំប្រឹងប
រិកម្មជាអនុឡំបដិឡំស្អែកឡើងកូនសិស្សគេទៅសួរម៉ែលោកគ្រូបានសម្ញាច់មុននៅអាងទៅកន្លែងយើងវិញតែនៅឯចាំតិចទៀតហើយនៅពេលហ្នឹងមិនតាន់ប្រើពាក្យអាត្មាទៀតបួសហើយប្រើតែពាក្យអញឯងព្រោះមិនគិតថាបួសអីបួសហ្នឹងបួសប្រឡំព្រះតើតែមកឲ្យបានទៅរៀនមុនចេះទៅអាងទៅវិញហ្នឹងចឹងថ្ងៃបន្តព្រឹកមកទៀតកូនសិស្សទៅសួរទៀតមិនលោកគ្រូបានសម្ញាច់មុនឯណាថានៅឯចាំតិចទៀតខំប្រឹងពិចារណាទៅនៅពេលនោះវង្កិសព្រាមក៏បានសម្រេចមុនមែនញ៉ាំងចិត្តដែលវាចុះទៅដោយឆន្ទៈវិរិយៈចិត្តវិមង្សាចិត្តតម្កល់ជាឧបចារសមាធិអបណាសមាធិកើតឡើងនៅពេលនោះវង្កិទីខុអង្គនោះក៏បានសម្រេចទៅជាព្រះអរហន្តមួយអង្គសម្រេចទៅជាព្រះអរហន្តហើយបញ្ញាចក្ខុកើតឡើងឃើញច្បាស់នៅទីបំផុតនៃវេទដែលព្រះថាមែនក្បាលខ្មោចដែលឯងគោះមិនដឹងនេះមកពីជាព្រះកេសរបស់ព្រះអរហន្តដែលលោកអស់កិលេសហើយមិនអាចនឹងគោះដឹងបានទេព្រោះលោកប្រែនិព្វានហើយដល់ទីបញ្ចប់នៃវេទនឹងហ្មងគឺព្រះនិព្វានបានអញ្ចឹងនិយាយពីថ្ងៃស្អែកមកកូនសិស្សមកសួរទៅទៀតថាម៉ែលោកគ្រូគិតទៅវត្តវិញអាត្មាលេងវិលត្រឡប់ហើយណែឯងនាំគ្នាទៅវិញទៅកូនសិស្សខឹងមកថាចាញ់បោកសាមណៈគោដំមែនមករៀនជាមួយសាមណៈគោដំឥឡូវសាមណៈគោដំបញ្ចុះបញ្ចូលបានហើយឈប់ទៅវិញណាអានឹងអញ្ចឹងដូចលោកយាយអញ្ចឹងបើថាមកពុទ្ធមណ្ឌលហើយឈប់ចូលវត្តទៅចិត្តខាងថាមកពុទ្ធមណ្ឌលហ្នឹងណាបញ្ចុះបញ្ចូលឈប់ឲ្យចូលវត្តគេអស់លីងតាមពិតវាមិនអញ្ចឹងអីហើយដល់អញ្ចឹងទៅបានវង្កិភិក្ខុនោះបានសម្រេចទៅជាព្រះអរហន្តលោករួចចាកអំពីទឹកធេរបស់លោកទៅលោកប្រែនិព្វានបាត់ទៅគេនេះនឹងសម័យព្រះនឹងបកកែដល់ថ្នាក់វង្កិសព្រាមផងឲ្យសម័យយើងនេះបកកែត្រឹមអូមអាមក្តាមដុតជួយខ្លួនឯងបានផងតែភ្លើងអលុតទៅក្តាមឆៅដូចតែគ្នាណាស្លាប់ទៅគ្មានអីជាទីពឹងមានតែកម្មនិងផលរបស់កម្មបាបបន់រៀងខ្លួនហ្នឹងមិនអ្នកណាជួយអ្នកណាទេគ្មានទេអត់មានសោះចុះហេតុអីបានយើងចង់បានសុខចិត្តទៅចឹងថាមកពីអវិជ្ជាចង់បានសុខដោយសារតែយើងវាអត់បានដឹងថាសេចក្តីសុខពិតនៅត្រង់ណាសេចក្តីសុខពិតនៅត្រង់ណាហើយមនុស្សដែលប្រកែជឿគេបោកបានញយណាឲ្យតែប្រកែតែជឿទៅគេភ័យក៏ជឿដែរតែអាចគោឧបកិច្ចតអ្នកតាហ្នឹងក៏ជឿដែរថ្វាយអង្គមអាចគោថ្វាយអង្គមព្រះគ្មានទេបើទៅលោកគ្រូហ្នឹងឧបកិច្ចអាចគោហ្នឹងថ្វាយអង្គមថាអ្នកតាថ្វាយអង្គមក្រាបដល់ដីនេះជឿដល់ប៉ុណ្ណឹងនេះសំណុកគេបោកគេផណានឹងអញ្ចឹងដុំថ្មមកដុំសហ្នឹងតាំងថាអ្នកតាហ្នឹងក៏អ្នកតាថ្វាយអង្គមអ្នកតាហ្នឹងទៅមនុស្សយើងមិនល្ងងឆោតដល់ប៉ុណ្ណឹងដុំថ្មសោះហ្នឹងហើយដុំថ្មគ្មានវិញ្ញាណសោះហ្នឹងទៅឲ្យសុខឲ្យទុកអីយើងវាអត់មានទេអត់មានសោះហើយយើងទៅជឿចឹងបានថាសទ្ធាអត់បញ្ញានេះថាជឿហ្នឹងជឿសំខាន់ណាស់ហើយតែកាលណាដែលយើងជឿត្រូវហើយមានសារណគមហ្នឹងហើយបើយើងជឿដាច់អំពីកម្មផលហើយសារណគមអត់មានវត្ថុដតីនៃព្រះមិនមានក្នុងខ្លួនយើងទេអញ្ចឹងរកសេចក្តីសុខពិតប្រកបគ្មានទេអត់មានទេអត់មានទេអញ្ចឹងប្រយ័ត្នតែលោកយាយប្រយ័ត្នអស់សារណគមអស់សិលណារឿងជំនឿហ្នឹងសំខាន់ណាស់សារណគមដែលមានប្រពុតពធប្រសង្ឃក្នុងសន្តានចិត្តយើងហ្នឹងដោយសារមានសទ្ធា4ហ្នឹងតែដាច់សទ្ធាហ្នឹងហើយអស់ហើយមិនតាមប៉ុណ្ណឹងទេនៅវាចូលក្នុងវិបត្តិរបស់បាសកបាសិកាទៀតនោះអាសធោហោទេបាសកមិនជឿគុណបរតនត្រ័យជឿគុណបរតនត្រ័យជឿកម្មផលហើយអត់ជឿកម្មផលផងមានសារណគមពីណាមកឃើញទេទុសីឡាហោទេជាអ្នកទ្រុសិលផោមុខផោក្រោយផោលិចផោកោតណាវិជាលៈពុទ្ធបត់គេដាច់សិលគេទុសីឡាហោទេទ្រុសិល
mang cái lăng bạch chế tên nô cam mang chưa ta mang côn nhà pháo ọt chưa ta cam nông pháo rồi bọc cam trên áo pháo lấy chưa ta rồi bạc cái chưa rồi tới làm đọc của bạc cái chưa làm đọc của tới cả năng tới chẳng tới đấy về tới chưa mang côn nhà pháo mang cái lăng bạch chế tên nô cam mang ọt mình chưa ta cam ta sát nát vừa ai sát nó ta túa lọt thế chưa ta sọng tống mang côn nhà pháo trên áo nhà ta trên áo tắc mặt ta lưng trên áo sai cả tha doan từ ngõ trên áo buông xuông pli ca nó trên áo cái này sắp tại thắt nó bị bắt ở bà sọ ở bà sịch ca từng ngõ cái nhé nè giờ tha vì mất tăng là bay trở về cái tay ấy không phải đấy đa trắng xoài nhau đào xoài nhau là cụ đi là cụ nô để tao à cái nhé ông ba sọ chẳng lai na đây bà cọp từ đó bị bắt từng ngõ nắng lục hao thao ba sọ ba sịch ca chăn điền ông ba sọ ba sịch ca côi khôi ca cọ nên phải cho không bậc thầy tôi ba sọ ba sịch ca đúng không ạ tại chưa hướng mang cô nhà phao từng ngõ nó chưa cam phò lắm thật này cái nóng chăn điền là ba sịch ca chăn điền là ba sọ ơi ba sọ cọ ba sọ khôi ca ba sọ để kê sọ châu là nóng ông ba sọ đại miền thoi chia mình tơ xài mỏng và đây cắt thạo ba sọ đây là ba trở lại cái tết điên nè đại chết đang thoi với nấy cái tết điên mỏng thay dương căn và Phật sát na trong ban dương sập ngay cái này chuông ca lại khác cái tết điên lắm cái than lô bùa hơi mình kết bùa hiến thoi với nấy đấy cái tập đào sỏi tập cái tập vô lui cái tập đào đọc của mô liệp sẽ cả ra cái tệ điều đấy nè pra chẳng lại cái tệ điều hơi chúng ta cái tệ đi là dây sliệ so bẹ so cao khá ọt ta chay vài công bẹ không miên đăng xa lây thật vài công mà nó có đấy nè ta cái đấy nàng áo châu không bọc hết này ở ba sọ và để cắt hạ ở ba sọ đây nè pra cái tệ điều hơi và ba sẽ cả chẳng lại đây cái tệ điều hơi nên phải giặt cho không chấm phục nắng á ta cái tết điêu máu về ọt lọ thế ta chưa sẽ khía buôn giang nó mom buôn ló sau cầm miên sa nạ cung cầm miên hà thao bà sọ bạ tụm mẹ và bà sọ đôi chụp ca chụp chứ cái trời ca cái pin chất khơi ca chụp cái trong bàn á đấy ở bà sọ phần đa để cãi ở bà sọ và để cắt thai về khóc nia trong dương chiều ba sọ ba sơ ca nè căn Phật sát na trong ban sa rana công về sừng cướp cho không sạch thía hay sa rana công nó sừng cướp cho ông bảy tiệt sạch thía chưa một món lơ cam khó miền bành nhà chỉ kêu bị cha rana squal con to squal con paratana trai squal cam nâng phal trong sạch thía ta bành nhà sạch thía nâng ọt ở cài cà tê nâng sạch thía nâng đó là miền Panya hay miền này tiết miền chi vì tặng bò để trả nè để chưa và Phật đang trong bàn dương nè và các vài công nát tới mê sa năng anh nhang và thọ đợt tây chỉ tì băng tì lực mà đau chỉ vật này khi nhắm và cả na mình miền lai nè đã đòi chỉ vật tiết đó mình lấy những vài công một phần đã đòi chỉ vật tiết ai dương ta chưa còn bị bẻ nó sẽ tập vó nè chẳng sọc chất slap luôn mình lẽ băng pratana trai sọc chất slap luôn mình lẽ băng sal sọc chất an trai sọc chất vì nia luôn mình lẽ băng pratana trai lại pratana trai này là gì á khlang á ba là gì can chop hao á miền sẽ cái đây sọc tiếng ba chữ ban đào pra lô nhang dương ở đôi chạ tức đào là tiền tiệt ao ta bỏ cắt mất mom sọc chất lẽ băng chỉ vứt cứ tận nia chưa chạm tham mình sam xôn mình vì nia mình an tài thế năng chưa chẳng mà chưa mong trong ao về sốc chẳng mà hơi nhắc đại chưa được con pratana trai được gì không miên an tài thay vậy na mà biết biên dương ban thế moi pri bay xa vậy na có mình ai mà biết biên dương ban thế rồi dương miên bậc Phật chỉ păng bậc thoi chỉ păng miên sal chỉ păng an tài chẳng lại rồi mình bo viết chia ngay mình cao mình nó khai thì dương can ở trong ấy ta can mình trong hỏi vì chia ta cao an tài nó sọc chất lẽ băng chỉ vật trong á
ហើយដល់តែយើងជឿកម្មផលខ្លាចមានហេរិអតបៈគេទេដល់តែមានហេរិអតបៈមានសិលបាត់ហើយមិនហ៊ានទេសម្លាប់សត្វមិនហ៊ានទេកុហកគេមិនហ៊ានទេលួចរបស់គេមិនហ៊ានទេប្រព្រឹត្តខុសក្នុងកាមភូតភរកុហកផឹកទឹកស្វឹងគ្រប់បែបយ៉ាងហ៊ានព្រោះខ្លាចបាបព្រោះជឿកម្មផលជឿថាសម្លាប់សត្វអាយុខ្លីកើតមកស្វិនខ្វាងបៀតបៀនសត្វលួចទ្រព្យគេកើតជាតិក្រោយក្រគេលួចគេដុតផ្ទះប្រព្រឹត្តខុសក្នុងកាមសត្រូវច្រើនកើតរោគភូតភរកុហកកើតជាតិណាគេបោកមិនចេះចប់ទេទៅឯណាក៏ជួបអ្នកបោកប្រាស់ដែរគេបោកខ្ទេចបោកខ្ទីបោកអស់ខ្ទេចអស់ខ្ទីអស់អានេះបោកអានោះទៅហ្នឹងមកវាខគេផឹកស្រាជឿថាឲ្យផលមកគឺឲ្យឈួតឲ្យវង្វេងស្មារតីតែជឿអញ្ចឹងដល់អញ្ចឹងធ្វើសេចក្តីល្អឃើញទេមានសិលមានសេចក្តីល្អបាត់ហើយអញ្ចឹងសេចក្តីសុខរមែងកើតមានពិតប្រាកដសីលេនសុខតੰទៅបាត់ហើយសីលេនភោគសម្បទាទៅបាត់ហើយអញ្ចឹងបើចង់កើតជាតិមុខកុំខ្វិនកុំខ្វងកុំឲ្យល្ងឹតកុំឲ្យឆ្លងកុំឲ្យកបត់កុំឲ្យបាក់ដៃបាក់ជើងជឿកម្មផលកាន់សិលទៅវាសុខបាត់កូនកើតមកក៏មានកូនប្រកបទៅដោយកន្លងធម៌ប្តីប្រកបទៅដោយកន្លងធម៌ម្ដាយប្រកបទៅដោយកន្លងធម៌អត់ធម៌ហ្នឹងតែមកកើតមកវាចិត្តអត់ធម៌ដែរឃើញទេនេះជាសេចក្តីសុខពិតដែលព្រះបរមសាស្ត្រាចារ្យព្រះសម្មាលោកពោលថាជាឫសគល់ដែលបុគ្គលទាំងឡាយគប្បីធ្វើឲ្យមានក្នុងសនានុចិត្តហើយសួរថាធម៌ហ្នឹងមាននៅឯណានៅយើងគ្រប់គ្នាហ្នឹងយកមកកាន់យកមករក្សាទៅរួចចាទុកគ្រប់តែគ្នាបាត់ទៅមាននៅខ្សែណាមាននៅបាយសីស្លាធរហ្នឹងឯណាអត់មានទេអត់មាននៅទឹកហ្នឹងអត់មាននៅឯណាទាំងអស់នៅក្នុងកាយក្នុងសន្តានចិត្តរបស់យើងគ្រប់គ្នានឹងឯងអាហ្នឹងចឹងណាហើយតែរសាបានហើយធានាត្មងប្រកាសជាផុតចាកទុកទៅហើយតាមបានទេអត់ទេទីបញ្ចប់គ្មានទេនឹងពធទេសនានឹងចង់បញ្ជាក់អញ្ចឹងដើម្បីតម្រែតម្រង់ផ្លូវគួរអាណិតព្រះហ่ะលោកយាយលោកតាបករណាហើយព្រះលោកគ្រាន់តែខំកសាងបារមី4អាសង្ខ័យកម្រៃមួយសែនកាប់ផ្លូវសុខផ្លូវចម្រើនដល់ត្រង់សម្រាប់យើងមិនមែនតិចទេលះបង់ជីវិតលះបង់សាច់ឈាមគ្រប់បែបយ៉ាងដើម្បីយកផ្លូវដ៏ត្រង់មកឲ្យយើងគ្រប់បដិបត្តិបើសិនជាផ្លូវដែលវាខុសអំពីកម្មផលដែលយើងត្រូវជឿនឹងវាសុខនោះព្រះឲ្យយើងធ្វើឲ្យមិនបាច់ឲ្យយើងមកជឿកម្មផលមកធ្វើល្អក្នុងសិលសិក្ខាទៅអីទេអញ្ចឹងគួរអាណិតព្រះតែកាលណាអាណិតព្រះដឹងគុណព្រះឈ្មោះថាមានកតញ្ញូហើយតែយើងអត់បានគ្រប់ទៅតាមធម៌វិន័យព្រះថ្វាយមាសពេជ្រ1គីឡូឲ្យព្រះធ្វើកសាងព្រះមួយធ្វើព្រះជាពេជ្រមួយក៏គ្មានបានបនអីប្រមាណដែរព្រោះអីក៏អត់មានសទ្ធាមុតមមមិនតែរឿងតែព្រះតទេប៉ុន្តែតួព្រះអង្គដែលជឿក្នុងសន្តានចិត្តវាអត់គ្មានផងហ្នឹងវាអត់មានផងហ្នឹងតែមិនតែបកែទេអត់មានទេអាហ្នឹងអញ្ចឹងគួរអាណិតព្រះឃើញមានតែរតនីព្រះអង្គ3ដងគ្រាន់តែទៅសមរតនីព្រះអង្គព្រមប្រែនិព្វានទេអាណិតនៅដើរសំដែងធម៌ប្រសាទ45ព្រះវស្សាឲ្យយល់ដឹងអំពីផ្លូវសុខចម្រើនហ្នឹងបានព្រះអង្គយកចូលនិព្វានណានេះគួរអាណិតព្រះយើងជាបរិស័ទគ្រប់គ្នាហើយក្នុងនាមនេះលោកគ្រូជាបងប្រសពរបស់យើងលោកទេសនាអត់មានលាក់លៀមរឿងធម៌កវិចកវៀនទេតែធម៌ព្រះថាមិនអញ្ចឹងតែធម៌ហ្នឹងគេកំពុងប្រព្រឹត្តខុសធម៌វិន័យយ៉ាងណាក៏លោកទៅទេសថាអញ្ចឹងអ្នកណាធ្វើចេះតែធ្វើទៅយើងអ្នកបដិបត្តិតាមព្រះគឺទៅតាមព្រះអញ្ចឹងទៅហើយបើយើងយកព្រះទៅជាបោកច្បល់ជាមួយប្រែតជាមួយព្រំវាមិនត្រូវក៏អត់ត្រូវទេបើព្រះនោះវាចំជាព្រះទៅបើថាព្រំមកវាចំជាព្រំទៅតាមជំនឿទៅតាមទិដ្ឋិវាគ្មានអ្នកណាបងបស៊ីយកលុយយកកាយទេរឿងសទ្ធានោះជឿខាងណាក៏ជឿទៅនេះបើគាត់ថាជឿទៅម៉េចយើងក្នុងពុទ្ធសាសនាជឿយ៉ាងណាវាចំអាហ្នឹងអញ្ចឹងហើយធម្មកថាថ្ងៃនេះមាត់ទាំងធ្ងន់បន្តិចព្រោះខាងមាត់ធ្ងន់យូរហើយយូរឡើងបានមកធ្ងន់ម្ដងបើលោកយាយបើមិនធ្ងន់អញ្ចឹងស្ដាប់មិនសូវបានទេព្រោះធ្ងន់តិចណាលោកយាយណាត្រូវមាត់ធ្ងន់អញ្ចឹងមិនឆាប់ស្ដាប់បានបើអញ្ចឹងទេអាឡ័យទៅសំឡេងតុនតិចទៅស្រួលហ្នឹងស្ងប់លក់បាត់ម្ដងទៀតហ្នឹងអញ្ចឹង
ហើយបើថាអញ្ចឹងទេអត់ទេអង្គុយសមាធិក៏លែងងក់ដែរណាសមាធិបដាព្រោះបដាស្ដាប់ធម៌បដាចម្រើនខ្យល់បដាបានបន់អត់តែច្រើនទៀតលោកខ្លះយាយខ្លះថាស្ដាប់ធម៌ទេសនាសមាធិបាបធ្ងន់ណាស់លោកគ្រូស្ដាប់កសែតលោកគ្រូប្រមាណច្រើនហើយឲ្យតែទេសនាលើកភ្នែនហើយបើលោកគ្រូថាអញ្ចឹងមកហើយយើងធ្វើម៉េចទៅអញ្ចឹងលោកគ្រូនាំបាបគ្រប់គ្នាហើយរឿងនេះណាតាមពិតអត់ទេសមាធិលើកភ្នែននេះមិនមានជាសក្ខីភាពក្នុងការប្រមាថពធទេសនាទេក្នុងការប្រមូលចិត្តបើស្ដាប់ធម៌មិនបានប្រមូលចិត្តក៏ស្ដាប់មិនសូវបានប្រមាណដែរបើសមាធិមិនសូវស្ងប់បានប្រមូលចិត្តស្ដាប់ធម៌យោងក៏បានបន់ដែរបន់កើតពីសមាធិខ្លះទៅបន់កើតពីស្ដាប់ពធទេសនាខ្លះទៅវាអត់តែប្រសើរទៅទៀតបើមិនអង្គុយស្ងៀមណាឥឡូវតែងាកឆ្វេងងាកស្ដាំហ្នឹងមិនសូវបានស្ដាប់ពធប្រមាណទេមើលលិចមើលកើតមិនថ្មិចហ្នឹងអត់ទៅណាកើតទេរាយមានអារម្មណ៍មិនសូវចូលធម៌ទៅទៀតអើបើសិនជាមិនអង្គុយសមាធិនៅឲ្យស្ងៀមគ្រប់គ្នាកុំងាកឆ្វេងងាកស្ដាំចង់ស្ដាប់ពធទៅមិនដែរប៉ុន្តែយើងគ្មានទេអង្គុយតែស្ងៀមហ្នឹងតែលើកភ្នែកហ្នឹងចិត្តមិនសូវនៅផងតែមកតែអង្គុយមិនថ្មិចទៅទៀតនៅរវើរវាយនឹងទៅឯណាមកឯណីខ្លះទេរឿងវិចិត្រហ្នឹងអញ្ចឹងរឿងស្ដាប់ធម៌ចម្រើនសមាធិនេះក៏វាមិនទៅទាស់ខុសហើយដែរហើយមិនសមាធិនោះក៏វាមិនទៅទាស់ខុសហើយដែរសំខាន់ត្រង់គិរវៈគោរពស្ដាប់ធម៌ដែលបានបន់ច្រើនជាងគេស្ដាប់ត្រង់ណាបានបន់ច្រើនស្ដាប់ត្រង់លោកទេហើយស្ដាប់បានគោរពបដិបត្តិបានអានឹងឈ្មោះថាបានបន់ជាងគេបើលោកទេក៏ក្រើកទឹកក៏ក្រើកដីយើងស្ដាប់គ្មានបានមួយម៉ាត់អីសោះលោកទេមួយថ្ងៃវល់ព្រឹកមួយម៉ាត់ក៏គ្មានដឹងអីសោះគ្មានបានបន់ទេអានឹងគេហៅថាស្ដាប់ធម៌ល្ងងខ្លៅមានបានបន់ឲ្យចូលពីការស្ដាប់ធម៌ណាហ្នឹងរឿងការស្ដាប់ធម៌ហ្នឹងដែលបានបន់អញ្ចឹងគេចង់ស្មារតីស្ដាប់ណាស់មិនមែនស្ដាប់យកទៅសលេងអូលោកគ្រូនោះប្រកែសរសើរណាលោកគ្រូនោះទេសព្រោះណាសំលេងសតុនណាស្ដាប់បានតែសលេងសតុនសលេងព្រោះហ្នឹងប៉ុន្តែសាច់ធម៌សំដែងស្អីខ្លះកុំឲ្យតែដឹងខ្យល់អីសោះហើយសួរថាស្ដាប់យ៉ាងម៉េចទៅស្ដាប់ធម៌គេមិនមែនស្ដាប់យកសំលេងទេស្ដាប់ធម៌ក៏គេមិនមែនស្ដាប់យកបែបបំពេដែរហើយការទេសនាក៏គេមិនមែនទេសសម្រាប់បំពេដែរមានតែបទចម្រៀងឯងគេទេសគេច្រៀងបំពេលងលោចតាមបែបញ័រញាក់កន្ត្រាអារម្មណ៍មโนសញ្ចេតនាលងលោចចឹងទៅពធទេសនានោះប្រៀបដូចជាស្គរជ័យអ្នកស្ដាប់ទៅកាលណាភ្ញាក់សតិស្មារតីអញ្ចឹងបានអ្នកទេសនាហ្នឹងគេត្រូវប្រើអីត្រូវប្រើសំឡេងនឹងឲ្យសភាពសំឡេងស្ដាច់ផងសំឡេងពេជ្ជឃាតផងសំឡេងនាងផងសំឡេងស្ដាច់ដែលនិយាយទៅកាន់មុខមើលសពមុខមន្ត្រីទាំងអស់ម៉ាត់ម៉ាត់ក្នុងនាមជាស្ដាច់មួយទៅអ្នកទេសនាហ្នឹងក៏ចឹងដែរនិយាយឲ្យវាម៉ាត់ម៉ាត់កុំឡាយហេងហក់នេកណក់ដើរដកចង់ដាច់ខ្យល់អាហ្នឹងវាអត់ត្រូវទៅតាមបែបអ្នកទេសនាអ្នកសំដែងធម៌ទេឲ្យម៉ាត់ហើយឲ្យម៉ាត់ពេកក៏អត់កោតដែរវាទៅជាបរុសវាចាតកោះបោះបោណាហើយសំឡេងដូចសំឡេងពេជ្ជឃាតគេថាសំឡេងសំដែងធម៌ធ្ងន់ក្នុងសេចក្តីធម៌គេហៅថាស្ដាប់ទៅភ័យញ័រញាក់ជឿកម្មផលជឿកាន់តែសុបភ័យខ្លាចក្នុងកម្មនិងផលរបស់កម្មស្ដាប់ទៅកាលណាមានការរន្ធត់ចំពោះសាច់ធម៌អាចសេចក្តីនឹងមានការតក់ស្លុតចេះប្រព្រឹត្តល្អសម្ដីនាងគេហៅថាសម្ដីប្រសើរនិយាយសម្ដីស្មើនិយាយទៅកាលណាគ្រាន់តែចាប់និយាយគឺវាថាល្ងួយដីស្វាងហ្មងហើយបើថាស្វាងហើយចាំធម៌ថែមទៀតនៃសម្ដីនាងណាអញ្ចឹងបាននិយាយកាលណាគឺគេចង់ស្ដាប់ណាស់ប៉ុន្តែធ្វើម៉េចទេអធិស្ឋានរបស់ធម្មកថាខ្លះឡើងមកអំពេហ្មងងោកខ្ទេចប៉ុន្តែនិយាយនេះមិនមែនតែឯងនេះធម្មកថានឹងវាអស្ចារ្យធម្មកថាគេមិនមែនទេចង់និយាយពីរឿងធម៌ទេសនាដែលជាព្រះសទ្ធម្មនេះប៉ុន្តែជាស្រ័យធម្មកថាវាផ្សេងគ្នាធម្មកថាខ្លះទៅលោកធ្លាប់តែសតុនទៅឲ្យនិយាយខ្លាំងក៏និយាយអត់កោតប៉ុន្តែគ្រាន់តែថានេះជាច្បាប់ធម្មកថាទេសនា
còn là bồ bị chạ anh chăng bạn lực dễ và ba dầm đây thôn nhưng sao châu chặt đấy bàn pe châu chặt chiêng vì bờ rùa nó nông chăng bà cái thô nó sao châu chặt chở na bà cái tha thoáng sao pin chặt tê khăng kê công khăng bần khăng cất thắt thử được khóc anh nông ban về trầm trâu trong bát hoa tê ná xong là mơ mình chóp đại ca về lia mình phải chóp hoa tê ná xong và mơ bần cái sao từng o từ đầu người ta chỉ đơn gì ta như từ cá cướp sần đàn từng o rồi bao lực gì lực ta và ca na từ ca ti na cả lại na cả xong mà rúa chặt tục to từng buông giang tiết cái số mà tư của kênh đào xong đây sang cái chuồn nan và thăm mà bị pasna sang mình thương xong bảo ông tự vô trong này palan sang bẩn đi và sân chỉ ban tự hai cái số mà bảo ông chắp ban tra chỉ một quất tại khả năng là cất cầm bảy than xong mà tư đào và phô tê đa từng lai thật là khả năng ti than từng lai từng buông tiếng ở đó cả tê và đa cái đây ca sê tê và đa cái đây phô mà tê và đa khả năng ti than kama và chả ra số tiếng của môi tròn prom miền rục đào của môi tròn ở rục của prom buôn tròn giang na cái đây cái sốแต่ตัวจำนายพลานสังบันนี่บ้าสันจีบานแต่ตัวหายก็เอาเรื่องรัตไตจำรานจีบพายกเพียบขนมบันก็เศร้าขนมกับน้าจีเตวบัตเตวติดานโนช่วยใบบัตรชาลซาหรือยีหรือตาจุบแต่ซอกมันจำรานโดยจัดตกกรุบนี้ปราชามปีพยันตรายจังไรจังปวงให้มาย่างเทียบกับสมใบบัตรชาลซาพระพุทธศาสนากรุบรำปอนแปลซากับซาลต่างอ่อนนี้สมเลือกล้างประเคนดาวประกาศนาหรือยีหรือตาดาวกับซาลเจตนาตั้งตกขนมไทยเปล่าสัตตั้งตึกดาวหรืองี้การสดับในปฐอเตสนาขนมไทยเปล่าสัตนี่ก็ส้มก็สารเจตนาเนี่ยโจสำนักเตยเจียประโยชน์นั่งสัมบัติต่างลายจีปิเสกก็ส้มหมายบานสำนักในขนมปลายญาสมาระไดเจียสมาตะเทยยขึ้นตรังเตยแต่ตามพระพุทธศาสนาส้มหมายบานโดยจับตกกรุบกรุบอังกรุบกรุบนี้บานลูกขนมแบบหนึ่งพัลดาวแปลนเปลี่ยนขนมอนาคตกรุบกรุบนี้กับใบเคลื่อนเคลื่อนเจียประการะดอไตลาวยังทำเตสนาทอเตสนาได้ขยำกนาธมาสำได้ขนมเลี้ยวการนี้ก็สั้นมาทำบรรจับแต่ตามกาเลี้ยวังNah